សួស្តីបងប្អូនទាំងអស់គ្នាដំណើរខ្មោចនៅយប់នេះគឺជារឿងរ៉ាវមួយដែលកើតឡើងនៅក្នុងផ្ទះជួលមួយកន្លែងហើយរឿងនេះកើតឡើងចំពោះបងមួយក្រុមដែលមួយក្រុមគាត់នឹងមាន4នាក់ហើយ4នាក់គាត់នឹងទៅជួលផ្ទះជួលមួយខ្នងនឹងហើយពេលដែលទៅជួលគឺអត់មានដឹងពីព័ត៌មានអត់មានបានស៊ើបអត់មានបានអីទេគឺចូលទៅនៅបែបលឿនណាហើយក្រោយពេលដែលចូលទៅនៅផ្ទះមួយខ្នងនឹងហើយបានហេតុការណ៍រន្ធត់ផ្សេងវាចាប់ផ្ដើមកើតឡើងចំពោះពួកគាត់ហើយហេតុការណ៍ពួកគាត់ជួបចង្វាក់ខ្មោចលោកនីមួយៗគឺសាហាវមែនទែនរហូតដល់ថ្នាក់រត់ហើយចុងក្រោយពួកគាត់ក៏ដឹងដែរថាផ្ទះដែលពួកគាត់កំពុងតែជួលហ្នឹងវាធ្លាប់មានហេតុការណ៍អីខ្លះកើតឡើងអូខេចឹងក៏មកខាត់ពេលយូរចង់ដឹងថាបងទាំង4នាក់ហ្នឹងគាត់ជួបហេតុការណ៍អីខ្លះហើយវាគួរខ្លាចកម្រិតណាចឹងតោះចូលសាច់រឿងរបស់យើងទាំងអស់គ្នារឿងរ៉ាវមួយនេះកើតឡើងប្រហែលជា15ឆ្នាំមុនហើយបានកើតឡើងចំពោះបងប្រុសម្នាក់ឈ្មោះថាបងសាលដែលបងសាលកាលនោះគាត់ជានិស្សិតរៀនឆ្នាំទី2នៅសាកលវិទ្យាល័យមួយហើយមុខជំនាញដែលគាត់រៀនហ្នឹងគឺខាងគូគំនូរឬក៏គេហៅថាវិចិត្រករហ្នឹងណានឹងគឺបងសាលគាត់រៀនខាងហ្នឹងហើយការដែលគាត់រៀនគឺគាត់មានមិត្តភ័ក្តិ3នាក់ដែលប្រុសទាំងអស់ចឹងរួមទាំងគាត់ម្នាក់ទៀតគឺ4នាក់4នាក់គាត់ហ្នឹងគឺស្និទ្ធស្នាលគ្នាមែនតើតែតាមពិតទៅបងសាលគាត់មានមិត្តភ័ក្តិច្រើនតែគ្រាន់តែថា4នាក់គាត់ហ្នឹងគឺជាធីមដូចថាគ្រូដាក់ assignment ឬក៏ឲ្យធ្វើការជាក្រុមជាអីចឹងគឺ4នាក់គាត់ហ្នឹងតែងតែនៅជាមួយគ្នារៀនជាមួយគ្នាតាំងពីឆ្នាំទី1មកអញ្ចឹងដូចថាពួកគាត់4នាក់ហ្នឹងស្និទ្ធស្នាលគ្នាហើយមិនត្រឹមតែស្និទ្ធស្នាលគ្នាទេ4នាក់គាត់ហ្នឹងជួលបន្ទប់នៅជាមួយគ្នាទៀតហើយកាលសម័យហ្នឹងពួកគាត់4នាក់អត់សូវជាធូរធារអីប្រហែលទេអញ្ចឹង4នាក់គាត់ក៏ទៅជួលបន្ទប់ជួល2ហើយមកបន្ទប់នៅ2នាក់មកបន្ទប់នៅ2នាក់តែជាបន្ទប់ជាប់គ្នាហើយ4នាក់គាត់នៅអញ្ចឹងធ្វើការជាមួយគ្នាយប់ខ្លះទៅគ្មានបានគេងទេអ្នករៀនខាងសិល្បៈខាងគំនូរអីហ្នឹងគឺគាត់ដឹងហើយពេលខ្លះទៅគូរូបគូអីហ្នឹងដាច់យប់គ្មានបានដេកគ្មានបានពូនទេប៉ុន្តែគាត់ថាសប្បាយការសម័យរៀនហ្នឹងទោះបីជាហត់តិចមែនតែសប្បាយហើយពេលខ្លះដូចថារៀងធុញទ្រាន់រៀងអីក៏ទុកកនូម្ដុំទៅព្រោះឲ្យមកអង្គុយផឹកអង្គុយអីក្នុងបន្ទប់ជួលគេហ្នឹងហើយការហ្នឹងចឹងនៅសប្បាយប៉ុន្តែដល់ពេលគាត់ថាគាត់នៅយូរទៅការងារក៏កាន់តែច្រើនគំនូក៏កាន់តែច្រើនហើយឧបករណ៍គូរូបផ្សេងហ្នឹងវាកាន់តែច្រើនជាងនឹងទៀតហើយបងសាគាត់ថាការនោះគាត់គូគំនូប្រេងគំនូអីហ្នឹងអាឧបករណ៍ដែលគាត់គូហ្នឹងវាមានក្លិនវាពិបាកទ្រាំវាថប់នៅក្នុងបន្ទប់តូចមួយអញ្ចឹងណាអញ្ចឹង4នាក់គាត់ពេលហ្នឹងក៏មានកំណត់ថាឥឡូវយើងជួលបន្ទប់2ប៉ុន្តែបន្ទប់1យើងទុកគូគំនូហើយទុកដាក់ឧបករណ៍គំនូដាក់ជើងត្រគំនូអីផ្សេងហ្នឹងទុកមកបន្ទប់ទៅរួចហើយមកបន្ទប់ទៀតយើងនៅ4នាក់អាហ្នឹងពេលហ្នឹងគឺពួកគាត់4នាក់កិនអញ្ចឹងហើយដល់ពេលកិនអញ្ចឹងមិត្តភ័ក្តិផ្សេងក៏អូខេគាត់ថាកំណត់ល្អក៏ប្រមូលគំនូប្រមូលការងាររបស់គាត់ទាំងអស់ហ្នឹងទៅទុកនៅបន្ទប់ខាងស្ដាំហើយពួកគាត់4នាក់ក៏រើអីវ៉ាន់រើកៅអៅរបស់គាត់ហ្នឹងមកដាក់បន្ទប់ខាងឆ្វេងហើយក៏ប្រើជីវិត4នាក់ហ្នឹងនៅក្នុងបន្ទប់មួយហើយបន្ទប់មួយដែលគាត់នៅគឺទំហំ 4x4 ហើយមានបន្ទប់ទឹកមួយនៅក្នុងហ្នឹងចុះបងប្អូនគិតមើលមនុស្ស4នាក់នៅក្នុងបន្ទប់តូចមួយប៉ុណ្ណឹងពិបាកនៅមែនទេប៉ុន្តែក៏ហ្នឹងហើយពួកគាត់ថាសប្បាយហើយអត់មានបញ្ហាអីទេឲ្យតែថានៅបានអញ្ចឹងណាដោយសារតែពេលហ្នឹងដូចប្រាប់អញ្ចឹងគាត់អត់សូវធូរធារទេអញ្ចឹងនៅបាននៅសិនហើយក៏ប្រើជីវិតធម្មតាអញ្ចឹងទៅហើយកាលសម័យហ្នឹងបងសាលគាត់ថា4នាក់គាត់ហ្នឹងមុនពេលដែលទៅរៀនម្ដងតែងតែចូលញ៉ាំបាយនៅកន្លែងហាងបាយមួយកន្លែងតែតាមពិតទៅមិនមែនហាងអីទេដូចថាកន្លែងលក់បាយហ្នឹងគាត់លក់តាមផ្លូវហើយអ្នកលក់បាយហ្នឹងគឺពូម្នាក់ហើយពូអ្នកលក់បាយហ្នឹងដូចថាគាត់ព្រឹកឡើងគាត់រុញអាតេះបាយរបស់គាត់ហ្នឹងមកដាក់នៅកន្លែងមួយអញ្ចឹងទៅrồiហើយក៏រៀបតុរៀបអីហើយមានឆាត់មានអីបាំងកម្ដៅឲ្យភ្ញៀវដែលមកញ៉ាំបាយគាត់អញ្ចឹងណានឹងនិយាយទៅវាមិនហាងទេវាជាតូបលក់បាយនៅតាមផ្លូវតែពួកគាត់4នាក់ហ្នឹងមកញ៉ាំជាប្រចាំដោយសារតែឆ្ងាញ់ហើយក៏ពូអ្នកលក់បាយហ្នឹងរស់រាយរាក់ទាក់ជាមួយគាត់អញ្ចឹងណាហើយពូអ្នកលក់បាយហ្នឹងពេលខ្លះគាត់មកលក់តែឯងហើយពេលខ្លះទៀតគាត់មកលក់ជាមួយប្រពន្ធអញ្ចឹងទៅតែពេលខ្លះលក់បានតែបន្តិចទេប្រពន្ធក៏ទៅផ្ទះវិញអញ្ចឹងណាតែបងសាលជាមួយមិត្តភ័ក្តិគាត់នឹងអត់ដែរខ្វល់ខ្វាយរឿងប្តីប្រពន្ធគេទេគាត់តែថាហ្នឹងអ្វីដែលគាត់ឃើញណាហើយគាត់តែញ៉ាំជាប្រចាំអញ្ចឹងអត់មានបញ្ហាអីទេប៉ុន្តែស្រាប់តែថ្ងៃមួយ4នាក់គាត់ហ្នឹងចេញពីបន្ទប់ជួលរួចហើយទៅញ៉ាំបាយនៅកន្លែងពូលក់បាយហ្នឹងដូចដើមប៉ុន្តែគាត់ទៅលើកហ្នឹងគាត់ឃើញពូអ្នកលក់បាយគាត់អត់លក់បាយទេគាត់បាយជាទៅរើអវ៉ាន់គាត់ទៅរើឆាត់រើតូបរើអីរបស់គាត់ហ្នឹងដាក់លើលំអកជាទូទៅពូម្នាក់ហ្នឹងគាត់លក់បាយហើយគាត់អត់យកឧបករណ៍របស់គាត់ទៅផ្ទះទេគាត់រៀបចំនៅកន្លែងក្លៀនចាំងផ្ទះគេហ្នឹងrồiគាត់យកតង់ក្របតង់អីចឹងទៅប៉ុន្តែលើកហ្នឹងបងសាលទៅស្រាប់តែឃើញពូហ្នឹងរើតុករើកៅអីរើឆាត់រើអីដាក់លើលំអចឹងមានន័យថាម៉េចបងប្អូនមានន័យថាពូម្នាក់ហ្នឹងគាត់លែងចង់លក់ឬក៏គាត់បដូរកន្លែងឬក៏គាត់អីចឹងណា
Trong bóng xa khởi những cọt có xu lên ra thả pù của anh. Tà na hay của anh chụp lụa mến. Bạn pù này lụa bài nó còn thả cọt chụp lụa hai. Cọt thả cọt bắt đầu thì tăng cọt lên nơi nắng hai cọt tạch khai tạch sọc tự ấy bó cọt chẳng tư. Vậy tôi cọt giấy đôi miền ca nghe miền ấy đã cọt thử từ thua xì những á. Cọt bắt đầu một là bó ấy chẳng tư. Nắng hạ vậy đã cọt prap bóng xa cho mùi nâng mật phẹ cọt. Ai đọc về prap hói pù mà nè nắng có xua. Crom bóng xa nắng thà. Pù này thử cáp theo chua lót. Bởi thà thử cá tôi chua theo pù mong tư. Để sao tập pù chụp nơi hào. Nắng vậy đã cọt này nò bóng xa. Ai đọc về bóng xa cho mùi nâng mật phẹ cọt lư chẳng có xua nè. Tâm bất cọt ọt chạp ở rắm ấy tê để sao tại cọt ọt sơ miền lùi. Hay chua phẹ còn mình mẹ thảo đây mẹ nè. Chẳng bù nẹ cọt ọt miền tật cật ở đường chua theo chua ấy tê. Phần đã đọc về pù mà nè nó còn giấy chẳng máu. Bóng xa mùi mật phẹ con nó có xua tư thà. Phẹ chua nó nở ná hay tà lại mấy ấy mấy chân tư. Bạn pù nẹ lộ bài nó có thà lợi tờ tam cọt tứ. Chăm cọt nòm tà mơ. Hay phẹ chua mùi nắng bà sân chiều ở nãy chua. Pù chua oi thao tì. Mà khai tà ha sắp riêng bà này. Hay bóng xa cho mùi mật phẹ cọt còn tà lưa. Cú chạp ở rõm phìm. Đói xa ta thao chương bà tốp chua đây cọt chua tiệt. Bà tốp chua cọt chua sắp ngay nắng á. Mà bà tốp sam sắp riêng. Chẳng pi bà tốp học sắp riêng. Chẳng bà sân chỉ pù quạt tới chua tè pù nè lộ bài nè. Chua mà khai ta ha sắp riêng nâng. Chẳng mình chẳng đánh bạn đọc riêng. Hay chẳng đánh hói ban tè nơi tiệt. Hay bịa thập tè biết bà quạt chỉ thông nhưng bà tốp bài mẹ nè. Chẳng bê nông pù quạt buồn nè chạp ở rào mẹn tên. Pù quạt nâng có tới 8 pù nè lộ bài nâng tử. Pù nè lộ bài nâng nòm pù quạt đó tè nâng tới. Hay tè đại pù nè lộ bài nâng cứ nơi chân nâng ảnh. Hay đâu bê giấy tôi với máu ban bông xa đăng thà. Tam bất ná tè nâng á mình mẹ tè pù nè lộ bài tê. Pù nè lộ bài nâng cọt chua to vì kê mà tăng tiệt. Hay lớn nế cọt trong chua áo bóng xa to chẳng á nè. Đời xa tại pù nè lộ bài nâng cọt cọ lôi kìa. Cọt chua cọt cọ lôi kê. Chẳng bà sân chỉ cọt chanh nhà lớn nâng cọt ọt bàn lôi cọ tê. Chẳng pù nè lộ bài nâng cọt cọ trong chua tè nâng á. To áo bóng xa. Khăn đồng lại mà khái $50. Hay mình bách cọ lôi mình bách ấy tê. Bóng ta $50 nâng tới rủi hái chô nơi mong. Nâng á vậy đã bóng xa nâng mật phẹ cọt lư pù mà nè nâng prap màu. Ở đọc bởi lư hào đào chô tà mơ khăn tè chô ấy cứ khơi ván khơi chan chân năng để cọt lộ bài lộ ấy nâng ó. Khơi tu tà cọ khơi ấy bênh nâng. Hay pù này lộ bài cọt prap tìa thà. Bà sân dì pù này chua tè mùi nâng á. Pù ai ổ bà co thằng ó nâng á. Ó này prap mong. Vậy tức ở này bạch tinh ấy tì. Miên chân năng miên chan miên ấy hơi sạp. Ván thằng ó nâng pù ọt do tà nà tì. Pù cho tà cả áo pù. Chanh miên nâng tì. Krau miên nâng pù tục oi thằng ó. Đọc bởi bồn nè cọt lư cán ta o tì ra bông bồn. Bạn sơ miền lối đập với bạn opco bạn chan bạn năng bạn ấy pra mà có play miền tầng tầng hal miền tầng bố khơi ấy mà sạch anh chẳng vì nào mình chắp ở đó mày này hay bữa năng á chỉ bảo phết bữa pi tròn cám cứ chịp tẹt mó tròn lỡ cứ chịp tẹt trừ hay mơ bị sờ bọ cái tới cứ sạch bạn mơ tầng miền ấy củi khai rồi cổ miền ở rong chầm lại ấy thế nè vậy tới đôi chịp tẹt là cái nơi tu tơ nữa á. Vì bố pù nè lộ bài nó còn nơi chỉ phải chạm mà. Chẳng ọt miền ấy thử chầm lại tim này nè. Đọc bê bóng xa thì mới mất phẹ cọt giấy khnia cất cu khnia tới. Có sự mẹ chất thá phụ cọt tầm buôn nè nâng ạ. Nâng mà chua phẹ to bí. Pù nè lộ bài nâng ai. Hay pù nè lộ bài nó còn thá chạm cọt. Từ prap mà chá kẻ kẻ oi. Mình chăm bạch với ai cái xa mình chăm bạch ấy nhẹ nhai thì. Vậy tức bóng oi từ cọt ha sập riêng lần tới hơi chỗ nơi tới. Pù cọt có ok tam nâng tới. Hay mình chú tê bóng bồn. Bà hai chỉ cả lon bi nâng ạ. Mà ngay tới pi ngay thì. Pù nè lộ bài đôi ta cọt chanh bị tè nâng á. Cọt tật khai tới ấy bạc này. Hay cọt oi sao tè oi ấy nâng mà oi bóng xa. Hay bóng xa thì mùi nâng mật phẹ cọt bầy nè nâng. Có chập ra ấm rơi vằn bị bà tục chùl để cọt chùl chỉ phải chạm nâng á. Mà nơi không tè chùl mùi nâng. Hay ca rơi vằn rơi ấy nâng có mình chú để ta mà bạc tê bố có rơi vằn hay tầng chương cùng nu tầng cả ao tầng ấy tầng ó nâng á. Rơi mà đã nơi tè chùl thầm ấy bỏ cọt nâng á. Hay đọc bê có rơi vằn rơi ấy hay bố cọt tầng buồn nè nâng á có rơi bà tục. Đôi ta bị na nơi này chẳng á. Còn thế tè nâng quạt ọt ảnh rồi bà tốc bàn tràn thì đại xa tập tè mặc nòng nâng miên bà tốc tập pi thì hay bà tốc pi nâng cứ nơi tròn lờ nâng tròn chứa tròn kháng krám ọt miên bà tốc kênh thì tròn kháng krám cứ là họ là heo miên cho khéan miên bà tốc tắc môi nâng khóm hay miên cả lạnh tụp nhiều cả lạnh ấy nâng á cứ miên tập bàn nâng tái tròn lỡ miên pi bà tốc hay miên bà tốc tắc ấy nè chẳng bởi những trong chỗ bà tốc tất nhưng to tại đào bị tròn lơ nữa cho mà cào ở đọc bê tròn lơ miên đọc bì bà tốc chẳng tới bố quát có thưa đôi đào mới nè mà bà tốc bì nè mà bà tốc bì nè vậy tôi thưa đôi nơi bà tốc chua chẳng mà bà tốc bì nè đôi đào còn ta tha lọ chuyện bà tốc chua thoảng thà anh ấy vì miên tròn cào nhưng bố quát có do cùng nu do cây ca bố quát tầng ó nữa mà đã nơi tròn cào hay đọc bê đại thưa ca thưa ấy cứ mong coi thưa nơi tròn cào tầng ó này chẳng tới
ហើយបើនិយាយពីកម្មចរាផ្ទះហ្នឹងណាផ្ទះហ្នឹងគឺមានកម្មចរាមួយសម្រាប់ឡើងទៅលើហើយកម្មចរាហ្នឹងគឺជាប្រភេទកម្មចរាឈើហើយកម្មចរាមួយហ្នឹងខ្ញុំចង់ឲ្យបងប្អូនសម័យរូបភាពតាមខ្ញុំណាកម្មចរាហ្នឹងវាជាប្រភេទកម្មចរាឈើហើយពីមួយកម្មទៅមួយកម្មហ្នឹងវាមានប្រហោងវាមានប្រឡោះនិយាយទៅបើកម្មចរាទូទៅយើងអាចមើលឃើញខាងក្រោមកម្មចរាបានណាដោយសារតែវាកម្មវាប្រឡោះពីមួយទៅមួយអញ្ចឹងយើងអាចមើលខាងក្រោមបានតែកម្មចរាមួយហ្នឹងយើងអាចមើលខាងក្រោមបានទេដោយសារតែផ្ទៃខាងក្រោមនៃកម្មចរាហ្នឹងគឺគេបិទប្រទេសក្តារគេបិទដូចលក្ខណៈគេហៅខ្លុំផ្លាក់គេគេបិទអាហ្នឹងពីក្រោមកម្មចរាអញ្ចឹងយើងអាចមើលពីក្រោមទៅលើឬក៏ពីលើចុះមកក្រោមកម្មចរាបានទេតែពីមួយកម្មទៅមួយកម្មវានៅតែមានប្រឡោះវាល្ងិតនៅកលៀតហ្នឹងហ្នឹងគឺជាប្រភេទកម្មចរានៅក្នុងផ្ទះហ្នឹងហើយពេលដែលដើរឡើងម្ដងដូចថាយើងជន់ប្រទេសក្តារកម្មចរាហ្នឹងវាតែទៅលើអេតអញ្ចឹងណានិយាយទៅតាម style កម្មចរាឈើទូទៅដូចបងប្អូនធ្លាប់ជន់ធ្លាប់អីដឹងហើយបើនិយាយពីជុំវិញផ្ទះហ្នឹងគឺមានបរិវេណប្រហែលជា1ម៉ែត្រទៅ2ម៉ែត្រដែលអាចឲ្យយើងហ្នឹងដើរជុំវិញផ្ទះបានហើយឲ្យយើងហ្នឹងហាលកៅអៅហាលអីបានអញ្ចឹងណានិយាយទៅ4នាក់គាត់ក្រោយពេលដែលចូលទៅនៅផ្ទះហ្នឹងដបងគឺអមែនតើដូចថាស្រួលនៅបរិវេណធំហើយគួយផឹកស៊ីគួយអីដូចថាស្រួលជាងមុនអញ្ចឹងណាហើយអញ្ចឹងទៅពួកគាត់ក៏ប្រើជីវិតធម្មតាអញ្ចឹងទៅពីព្រឹកទៅរៀនល្ងាចមកវិញហើយយប់ឡើងគួយគូគំនូគូអីនៅជាន់ក្រោមហ្នឹងអត់ដែលមានបញ្ហាអីទេហើយនៅផ្នែកខាងក្រោមកម្មចរាពួកគាត់តែងតែយកជើងគំនូដែលជាប្រភេទឈើត្រជើងត្រអីហ្នឹងយកទៅដាក់នៅក្រោមកម្មចរាពេលខ្លះគំនូដែលគាត់គូហើយចាស់ពីមុនអីហ្នឹងក៏យកទៅទុកក្រោមកម្មចរាហ្នឹងដែរហើយនៅក្បែរក្រោមកម្មចរាហ្នឹងមានធុងតកកមួយដែលជាធុងតកកគេដាក់តកកគេដាក់បន្លែគេដាក់សាច់អីដែលពូអ្នកលក់បាយហ្នឹងគាត់ប្រើជាប្រចាំណាធុងមួយហ្នឹងវានៅក្រោមកម្មចរាអញ្ចឹងពួកគាត់ទាំង4នាក់ឃើញអញ្ចឹងទៅក៏យកធុងមួយហ្នឹងមកប្រើគាត់ទៅទិញសាច់ទិញបន្លែឬក៏ទិញអីមកផឹកផ្សេងហ្នឹងគាត់យកទៅក្លាសេនៅក្នុងធុងក្រហមមួយហ្នឹងអាធុងដែលយើងឃើញគេលក់តកកជាប្រចាំហ្នឹងគាត់យកធុងហ្នឹងមកប្រើបន្តអញ្ចឹងទៅហើយពួកគាត់4នាក់ប្រើជីវិតក្នុងផ្ទះហ្នឹង4-5ថ្ងៃដំបូងអត់មានបញ្ហាទេដូចថានៅស្រួលប៉ុន្តែចូលមកដល់ថ្ងៃទី7ថ្ងៃហ្នឹងស្រាប់តែបងសាលគាត់មកផ្ទះយូរជាងគេដូចថាគាត់មានការងារមានអីដែលត្រូវធ្វើអញ្ចឹងណាអញ្ចឹងមិត្តភក្តិគាត់នៅផ្ទះតែ3នាក់ទេហើយបងសាលគាត់ប្រហែលជាម៉ោង8-9យប់បានគាត់មកវិញណាហើយដល់ពេលគាត់មកដល់ផ្ទះអញ្ចឹងទៅគាត់បើកលបងបើកអីគាត់ចូលដោយខ្លួនឯងគាត់មិនចាំបាច់ហៅមិត្តភក្តិមកបើកសោឲ្យណាដោយសារតែផ្ទះហ្នឹងគាត់មានសោម្នាក់មួយអញ្ចឹងពីណាមកក្រោយមកអីគឺបើកចូលខ្លួនឯងទៅហើយពេលហ្នឹងអញ្ចឹងបងសាលបើកទ្វារបើកអីអញ្ចឹងទៅrồiឲ្យគាត់ចតម៉ូតូចតអីរបស់គាត់ហ្នឹងចូលទៅក្នុងលបងrồiឲ្យគាត់បើកទ្វារចូលទៅក្នុងផ្ទះទៅហើយអំឡុងពេលដែលគាត់ចូលហ្នឹងមិត្តភក្តិគាត់មិនទាន់ដឹងផងថាគាត់មកដល់ផ្ទះនិយាយទៅអត់មានណាខ្វល់អញ្ចឹងណាស្ងាត់ជ្រាបក្នុងផ្ទះហ្នឹងទៅប៉ុន្តែអំឡុងពេលដែលបងសាលហ្នឹងគាត់ដើរឡើងកម្មចរាស្រាប់តែគាត់ដើរឡើងទៅគាត់ក៏ឃើញស្អីមួយយ៉ាងនៅក្រោមកម្មចរាដល់ពេលគាត់អើតកមើលទៅបានឃើញថាមិត្តភក្តិគាត់ម្នាក់កំពុងតែអង្គុយក្រោមកម្មចរាហើយកំពុងតែអង្គុយមើលអីម្យ៉ាងដូចថាមើលជើងគំនូជើងអីចឹងណាហើយបងសាគាត់ឃើញចឹងគាត់ក៏ស្រែកលេងទៅណាគាត់ថាហើយឯងធ្វើអីក្រោមហ្នឹងគាត់ស្រែកសួររបៀបចឹងប៉ុន្តែមិត្តភក្តិគាត់អត់តបមកទេហើយមិត្តភក្តិគាត់ងាកមុខមកប៉ុន្តែពេលដែលមិត្តភក្តិគាត់ងាកមុខមកហ្នឹងភ្នែកមិត្តភក្តិគាត់ឡើងក្រហមប៉ុន្តែមិនមែនក្រហមដូចខ្មោចក្រហមដូចអីទេគឺលក្ខណៈក្រហមដូចមនុស្សស្វឹងលក្ខណៈអញ្ចឹងវិញហើយបងសាគាត់ឃើញចឹងគាត់ក៏ថាឲ្យទៅណាគាត់ថាឯងផឹកដល់កហើយផឹកឡើងភ្នែកក្រហមភ្នែកអីអស់លីងចឹងទៅនិយាយទៅបងសាគាត់ធ្វើធម្មតាគាត់ថាឲ្យមិត្តភក្តិគាត់ធម្មតាហើយគាត់ក៏ដើរឡើងទៅជាន់ទី2ទៅហើយដល់ពេលគាត់ដើរឡើងទៅដល់ជាន់ទី2គាត់ក៏បើកទៅបន្ទប់មិត្តភក្តិគាត់ម្នាក់ហើយគាត់ឃើញមិត្តភក្តិគាត់2នាក់កំពុងតែគេងនៅក្នុងបន្ទប់ហ្នឹងណាតែអត់តន់គេងលក់ទេគេងកំពុងតែចុចទូរស័ព្ទចុចអីលេងចឹងទៅហើយគាត់ក៏អត់មានសួរអីដែរគាត់បិទទ្វារវិញមកrồiហើយគាត់ដើរចូលទៅក្នុងបន្ទប់មួយចំហៀងទៀតបន្ទប់មួយទៀតដែលជាបន្ទប់គាត់គេងជាមួយមិត្តភក្តិម្នាក់ទៀតហើយដល់ពេលគាត់បើកទៅគាត់ឃើញមិត្តភក្តិគាត់ម្នាក់ទៀតនៅក្នុងបន្ទប់នឹងដែរហើយនៅលើគ្រែដូចគ្នាដល់ពេលចឹងបងសាគាត់មិនឆ្ងល់គាត់ក៏ស្រែកទៅហើយពួកឯងអត់មានចុះក្រោមអីចឹងហើយអញឃើញពីណាគេនៅក្រោមកម្មចរាមិញពីពួកមិត្តភក្តិគាត់3នាក់ហើយ3នាក់ហ្នឹងឥឡូវនៅលើជាន់ទី2អញ្ចឹងពីណាគេដែលអង្គុយនៅក្រោមកម្មចរាមុនហ្នឹងដែលគាត់ឃើញងាកមុខមកភ្នែកក្រហមអីហ្នឹងពីណាគេហើយដល់ពេលគាត់យករឿងហ្នឹងទៅប្រាប់មិត្តភក្តិគាត់3នាក់ទៅក៏3នាក់ទៀតចាប់ដើមរៀងភ័យណាប៉ុន្តែភ័យហ្នឹងគឺភ័យចោលមិនមែនភ័យខ្មោចភ័យអីទេពួកគាត់ខ្លាចចោលចូលមកសង្ងំក្រោមកម្មចរាក្រោមអីចឹងទៅពួកគាត់3នាក់4នាក់ហ្នឹងក៏យកអាវុធម្នាក់មួយយកដំបងយកឈើយកអីដែលមានចឹងណាrồiកាន់ឲ្យដើរចុះតាមកម្មចរាហ្នឹង
ហើយទៅមើលក្រោមកាំចរាសួរថាពីណាគេអង្គុយក្រោមកាំចរាមិញតែដល់ពេលគាត់ទៅមើលអត់មានឃើញទេហើយគាត់ដើរមើលតាមផ្ទះតាមអីហ្នឹងតាមជុំវិញផ្ទះអោតកមើលអោតអីអត់មានឃើញអីទាំងអស់ហើយក៏សំឡេងតិចក៏គ្មានដែរនិយាយទៅគឺស្ងាត់ជ្រាបផ្ទះហ្នឹងធម្មតាដល់ពេលមិត្តភ័ក្តិបងសាលគាត់រកអត់ឃើញអញ្ចឹងទៅក៏នាំគ្នាមកបន្ទោសបងសាលហ្នឹងថាបងសាលហ្នឹងដូចថាកុហកឬក៏ប្រេងឬក៏បន្លាចពួកគាត់អីចឹងទៅនិយាយទៅម្នាក់អត់ជឿបងសាលទេហើយក៏នាំគ្នាឡើងទៅគេងវិញចឹងទៅហើយបងសាលគាត់ថាគាត់ឃើញមែនគាត់ឃើញដូចមិត្តភ័ក្តិគាត់អង្គុយក្រោមចរាចឹងប៉ុន្តែដល់ពេលរកមិនឃើញក៏អូខេតាមហ្នឹងទៅបើឯងមិនជឿក៏តាមហ្នឹងទៅណាហើយបងសាលគាត់ក៏បំភ្លេចរឿងនឹងចោលទៅដោយសារតែចោះទៅរកមិញគឺវារកអត់ឃើញមែនអញ្ចឹងក៏បានតែធ្វើប្រយ័ត្ននាំគ្នាបិទប្អួចបិទអីបិទទ្វារបិទអេចិត្តហើយគេងតាមធម្មតាទៅហើយកន្លងពីហេតុការណ៍ហ្នឹង2-3ថ្ងៃទៀតស្រាប់តែមានមិត្តភ័ក្តិម្នាក់ហ្នឹងខ្ញុំសុំដាក់ឈ្មោះបងអេចឹងណាខ្ញុំអត់ចង់ហៅឈ្មោះច្រើនខ្លាចច្រឡំណាចឹងហៅបងអេចោះបងអេហ្នឹងគឺមិត្តភ័ក្តិម្នាក់របស់បងសាលដែលនៅក្នុងផ្ទះហ្នឹងណាស្រាប់តែបងអេហ្នឹងយប់ហ្នឹងគាត់ឈឺបាត់ជើងតូចហើយបន្ទប់ទឹកដូចប្រាប់ចឹងគឺនៅជាន់ក្រោមហើយពេលហ្នឹងយប់ជ្រៅណាម៉ោងប្រហែល 9-10 យប់ហើយប៉ុន្តែយប់ជ្រៅបន្តិចមែនតែមិត្តភ័ក្តិគាត់ទាំង3នាក់ហ្នឹងអត់តន់គេងទេតែគេនៅបន្ទប់រៀងខ្លួនហើយបងអេហ្នឹងគាត់ក៏ដើរតាមកាំចរាហ្នឹងចុះទៅបន្ទប់ទឹកខាងក្រោមប៉ុន្តែពេលដែលគាត់ដើរមកដល់កាំចរាហើយគាត់ឈានជំហានចុះពីកាំចរាមកកាំពីរកាំស្រាប់តែគាត់ឃើញមានដៃមនុស្សលោកចេញពីប្រឡោះកាំចរាដូចថាលោកដៃចេញពីក្រោមកាំចរាហើយគាត់ឃើញអញ្ចឹងគាត់ឃើញប្រហែលត្រឹមកដៃលោកមកស្ទាបណាកន្លែងកាំចរាហ្នឹងប៉ុន្តែបច្ចៈទៀតបងប្អូនក្រោមកាំចរាហ្នឹងគឺគេបិទប្រទះក្តារអញ្ចឹងអត់អាចលោកដៃចេញមកពីក្រោមកាំចរាបានទេអ្នកឯងចង់លោកដៃមកបានតតែអ្នកឯងហ្នឹងទម្លុះអាប្រទះក្តារនៅខាងក្រោមកាំចរាហ្នឹងបានលោកចេញមកបានតែយប់ហ្នឹងបងអេឃើញអញ្ចឹងឃើញគេលោកដៃមកស្ទាបអញ្ចឹងប៉ុន្តែពេលដែលឃើញហ្នឹងឃើញមិនសូវជាច្បាស់ទេណាដោយសារតែផ្ទះគាត់កាលហ្នឹងណាកន្លែងកាំចរាគឺវាមានពូលទូចទេហើយពូលទូចហ្នឹងពណ៌ក្រហមទៀតដល់ពេលពណ៌ក្រហមអញ្ចឹងទៅមើលមិនសូវច្បាស់ហើយវាល្ងិតវាអីផងតែអ្វីដែលគាត់ឃើញគឺអញ្ចឹងដូចដៃមនុស្សអញ្ចឹងកំពុងតែលោកមកចំហៀងហើយបងអេគាត់ឃើញអញ្ចឹងគាត់ក៏យកស្អីដែលនៅក្បែរកាំចរាហ្នឹងណាគាត់ចាប់អារបស់ហ្នឹងមកគាត់គប់ប្រោយគាត់គប់តែកន្លែងកាំចរាហ្នឹងហើយដល់ពេលគាត់គប់ទៅដៃមួយហ្នឹងបានវាវឹបទៅក្រោមកាំចរាវិញទៅដូចថាវាលោកដកទៅក្រោយវិញណាហើយអាគាត់គប់ផាំងមិញហ្នឹងបានមិត្តភ័ក្តិគាត់3នាក់ទៀតជាមួយបងសាលបងអីហ្នឹងមកសួរថាឯងឃើញអីហើយគប់អីបានលឺពេញផ្ទះអញ្ចឹងណាបានគាត់និយាយប្រាប់ទៅថាមុនហ្នឹងគាត់ឃើញមានដៃមនុស្សម្នាក់លោកចេញពីក្រោមកាំចរាមកហើយដៃដែលគាត់ឃើញហ្នឹងគាត់ឃើញមិនសូវច្បាស់ទេតែគាត់ច្បាស់ 100% គឺជាដៃមនុស្សហើយមិនមែនដៃមនុស្សប្រុសទៀតគឺដៃមនុស្សស្រីដោយសារតែដៃហ្នឹងរៀងទូចរៀងស្លេករៀងសរៀងអីចឹងណាចុះគាត់គិតថាដៃមនុស្សស្រីហើយដល់ពេលមិត្តភ័ក្តិគាត់3នាក់ទៀតលឺចឹងដូចដើមបងប្អូនទៅចាប់ដបងចាប់ឈើអីដែលនៅខាងលើមានហ្នឹងចាប់ហើយរួចហើយដើរចុះទៅក្រោមកាំចរាដើរទៅមើលហ្មងចង់ដឹងថាអ្នកណានៅក្រោមកាំចរាតែដល់ពេលចុះទៅមើលគឺអត់មានឃើញអីទេស្ងាត់ជ្រាបហើយដើរមើលតាមជុំវិញផ្ទះចឹងក៏គ្មានឃើញអីដែរនិយាយទៅពួកគាត់4នាក់ហ្នឹងគឺគាត់គិតតែចោលហើយមនុស្សពួកគាត់4នាក់បងប្អូនមិនចាំបាច់ឲ្យខ្ញុំនិយាយទេមែនទេថាពួកគាត់ជាមនុស្សប្រភេទណាបងប្អូនគ្រាន់តែស្ដាប់ចឹងបងប្អូនអាចយល់ហើយថា4នាក់គាត់ហ្នឹងជាប្រភេទមនុស្សដែរមិនខ្លាចខ្មោចឬក៏មិនសូវជឿទៅលើរឿងខ្មោចណាបើមនុស្សដែលខ្លាចខ្ញុំជឿថាលឺប៉ុណ្ណឹងឃើញប៉ុណ្ណឹងគឺនៅស្ងៀមហើយញ័រភ័យបាត់ហើយតែពួកគាត់អត់ទេលឺថាមានដៃមនុស្សលោកចេញពីក្រោមកាំចរារត់ទៅហោដបងហ្មងពីព្រោះពួកគាត់គិតថាចោលអត់មានពីណាគិតលើរឿងខ្មោចទេតែដល់ពេលទៅរកអត់ឃើញអីអត់ឃើញអញ្ចឹងទៅពួកគាត់ទាំង3នាក់ហ្នឹងក៏សួរទៅបងអេថាឯងឃើញមែនអត់ប្រកាសអត់ថាដៃមនុស្សឆ្មាទេអីឬមួយក៏សត្វកដោសត្វអីទេអីគាត់ខ្លាចបងអេច្រឡំអញ្ចឹងណាតែដល់ពេលសួរទៅបងអេនៅតែបច្ចៈអញ្ចឹងគាត់ថាច្បាស់ណាស់ដៃមនុស្សលោកចេញមកដៃតែមកចំហៀងទេអញឃើញច្បាស់ណាស់ហើយដល់ពេលម្នាក់ចេះតែគិតណាតែបើដៃមនុស្សមានតែចោលហើយបើចោលវាចូលផ្ទះយើងវាទៅក្រោមកាំចរាធ្វើអីហើយបើសិនជាវាទៅក្រោមកាំចរាវាលោកដៃចេញមករកបកាច់អីមែនទេបងប្អូនគិតអញ្ចឹងឯងគឺចោលណាទៅធ្វើអញ្ចឹងបើចោលវាចូលមកផ្ទះវាប្រកាសជានៅស្ងៀមវាប្រកាសជាទៅលួចនេះលួចនោះវាមិនដែលមកក្រោមកាំចរាលោកដៃរាវឲ្យយើងមើលវាមិនដែរហើយស្រាប់តែពួកគាត់កំពុងតែនិយាយគ្នាអញ្ចឹងស្រាប់តែមានមិត្តភ័ក្តិម្នាក់ស្រែកចេញមកតិចខ្មោចទៅគាត់ស្រែកមកអញ្ចឹងហើយ3នាក់ទៀតគ្រាន់តែលឺអញ្ចឹងងាកមុខទៅមើលមកងាកមុខទៅមើលមុខគ្នាដូចថាអេអញអត់មានគិតទៅលើរឿងខ្មោចសោះហើយឯងនិយាយខ្មោចអញ្ចឹងវាដូចវាមិនដែលអញដូចជឿថាមានខ្មោចហើយបើមានមែនមិនក៏មកលូកដៃឲ្យមនុស្សឃើញឲ្យអីចឹងណានិយាយទៅពួកគាត់អត់ជឿ
ដល់ពេលអត់ជឿអញ្ចឹងទៅក៏បំភ្លេចរឿងមួយនឹងចោលទៅចាត់ទុកថាជាសត្វកដោឬក៏ឆ្មាដែលវាលោតចូលមកក្នុងផ្ទះឬក៏អីចឹងទៅនិយាយទៅគិតបែបធម្មជាតិណាហើយក៏ប្រើជីវិតនៅក្នុងផ្ទះហ្នឹងតាមធម្មតាហើយកន្លងពីហ្នឹង2ថ្ងៃទៀតស្រាប់តែបងអេដូចដើមបងអេដែលឃើញដៃមនុស្សចេញពីកម្មចរាគេមុនហ្នឹងស្រាប់តែបងអេហ្នឹងយប់ឡើងឈឺបត់ជើងតូចទៀតហើយអាយប់ដែលគាត់ឈឺហ្នឹងដូចថាគាត់នេះគាត់ភ្លេចគិតអារឿងដៃថ្ងៃមុនណាដល់ពេលចឹងទៅគាត់ដើរចុះតាមកម្មចរាហ្នឹងតាមធម្មតាប៉ុន្តែពេលដែលដើរចុះមកបាន2ទៅ3កាំស្រាប់តែគាត់ឮសំឡេងមនុស្សស្រោបខ្យល់មនុស្សដូចជក់បរិយប៉ុន្តែអានេះគាត់គិតខ្លួនឯងណាគាត់ថាគាត់ឮសំឡេងដូចមនុស្សបឺតដូចវាអញ្ចឹងដូចបឺតខ្យល់បឺតអីម្យ៉ាងអញ្ចឹងទៅឮចេញពីក្រោមកម្មចរាហើយបន្ទាប់ពីអាសំឡេងនឹងហើយស្រាប់តែឮសំឡេងមួយទៀតឮសំឡេងដូចមនុស្សល្ងាមនុស្សដូចថាញ័រភ័យអញ្ចឹងណាគាត់ឮអញ្ចឹងឮចេញពីក្រោមកម្មចរាហើយបងអេពេលហ្នឹងគាត់អត់ឆ្លេឆ្លាតដូចមុនទេគាត់អត់ទៅស្រែកហៅមិត្តភ័ក្តិអត់អីទេណាគាត់រត់ទៅយកដបងមួយដបងនឹងវានៅក្បែរកម្មចរាទេហើយរត់យកដបងនឹងហើយគាត់ដើរចុះពីកម្មចរាហ្នឹងទៅមើលនៅក្រោមចរាហ្មងថាពីណានៅក្រោមចរាហ្នឹងដល់ពេលគាត់ចុះទៅដល់មើលទៅវិញទៅមកអត់មានឃើញអ្នកណាទេតែអាសំឡេងមិញហ្នឹងគាត់ថាច្បាស់ណាស់ចេញពីក្រោមកម្មចរាដល់ពេលអញ្ចឹងទៅធ្វើម៉េចមិនបានត្រឹមតែឆ្ងល់បានត្រឹមតែគិតណាគិតច្រើនណាគិតនេះគិតនោះគិតនេះគិតនោះអាកន្លែងហ្នឹងទៅសាកគាត់មែនទេណាបើសិនជាមនុស្សធម្មតាខ្ញុំគិតថាអត់ហ៊ានចុះមកទេតែបងអេអត់បានទេឮសំឡេងកាន់ដបងចុះមកមើលហ្មងហើយបងអេហ្នឹងក៏យករឿងហ្នឹងទៅប្រាប់មិត្តភ័ក្តិគាត់ទៀតតែដល់ពេលប្រាប់ទៅមិត្តភ័ក្តិអត់ឃើញមិត្តភ័ក្តិអត់ឮដល់ពេលអញ្ចឹងទៅម្នាក់ក៏ដូចថាមិនសូវជឿប៉ុន្តែបងសាលនេះគាត់ដូចថាគាត់បញ្ចេញគំនិតណាគាត់ថាឥឡូវចេះពួកយើងទៅគេងនៅជាន់ទី1ហ្មងទៅគេងនៅជាន់ក្រោមទាំងអស់គ្នាហ្មងទៅបើសិនជាឃើញអីឲ្យឃើញទាំងអស់គ្នាអញ្ចឹងណាហើយពូម៉ាក់គាត់3នាក់ទៀតហ្នឹងក៏យល់ព្រមថាអញ្ចឹងហើយស្រាប់តែយប់បន្ទាប់ពួកគាត់4នាក់ហ្នឹងក៏អង្គុយធ្វើការងារនៅជាន់ក្រោមហ្នឹងហើយអង្គុយធ្វើការបដាគឺគេងនៅហ្នឹងហ្មងយកខ្នោយកភួយមកក្រោមហ្មងចាំល្ងុយពេលណាគឺគេងថ្មហ្នឹងហ្មងទៅហើយម្នាក់ដូចថាអ្នករៀនសិល្បៈអ្នកគូរូបអញ្ចឹងបងប្អូនដឹងហើយគាត់អត់សូវគេងលឿនទេពួកគាត់អង្គុយគូរូបអង្គុយអីហើយបើកភ្លេងបើកចម្រៀងបើកអីស្ដាប់តាមស្ទាយអ្នករៀននៅសាកលវិទ្យាល័យអញ្ចឹងទៅហើយដល់ពេលគូយប់ជ្រៅបន្តិចអញ្ចឹងទៅមិត្តភ័ក្តិម្នាក់ដូចថាចាប់ដើមសើហើយណាចាប់ដើមងុយគេងម្ដងមួយអញ្ចឹងទៅហើយចុងក្រោយសល់បងសាលដែលបងសាលហ្នឹងគាត់នៅយប់ជាងគេមិត្តភ័ក្តិគាត់3នាក់ទៀតលក់ហើយណាមួយគេងនៅលើសាឡុងមួយទៀតគេងនៅលើឥដ្ឋការ៉ូឥដ្ឋអីហ្នឹងក្រាលភួយក្រាលអីគេងអញ្ចឹងទៅហើយបងសាលគាត់នៅតែគូរូបគូអីឲ្យបើកភ្លើងបើកចម្រៀងបើកអីតែគាត់ម្នាក់ឯងហ្នឹងប៉ុន្តែអំឡុងពេលដែលបងសាលគូហ្នឹងគាត់ថាគាត់អស់ពណ៌អស់ color ដែលគាត់ត្រូវយកមកគូហ្នឹងហើយដល់ពេលអស់ចឹងទៅគាត់ត្រូវឡើងទៅយកអា color ហ្នឹងគឺគាត់ទុកនៅក្នុងបន្ទប់អញ្ចឹងបងសាលគាត់ក៏ដើរតាមកម្មចរាហ្នឹងរហូតឡើងទៅបន្ទប់ជាន់លើហើយដល់ពេលឡើងទៅដល់បើកបន្ទប់បើកអីហើយយក color យកអីរបស់គាត់ចុះមកស្រាប់តែគាត់ដើរមកដល់កម្មចរាវិញហើយបំរុងនឹងចុះប៉ុន្តែគាត់មិនទាន់ចុះទេណាគាត់តែឈានមកចំហៀនទេតែមកកម្មពីជាន់លើហ្នឹងមកកម្មចរាតែមកកម្មហ្នឹងទេស្រាប់តែគាត់ឃើញដៃមកគូលូកចេញពីក្រោមកម្មចរាហើយដៃមកគូហ្នឹងលូកយឺតហើយដៃឡើងសឡើងស្លេកលូកចេញពីក្រោមកម្មចរាហ្នឹងលូកមកហើយយកដៃគាត់ហ្នឹងចាប់កម្មចរាហើយក្រោយពីគាត់ចាប់កម្មចរាហ្នឹងមកសន្ទុះស្រាប់តែឃើញសក់មនុស្សចេញពីក្រោមកម្មចរានិយាយងាយទៅគឺក្បាលមនុស្សគាត់កំពុងតែអើតចេញពីអាប្រឡោះកម្មចរាហ្នឹងប៉ុន្តែពេលហ្នឹងដូចថាអើតមិនទាន់ចេញអស់ចេញតែសក់ទេហើយដល់ពេលចេញសក់តិចចឹងទៅពេលហ្នឹងបងសាលបងប្អូនគាត់អត់ទាន់គិតថាខ្មោចទេណាគាត់គិតថាមិត្តភ័ក្តិគាត់នេះប្រឡាចគាត់គិតថាមិត្តភ័ក្តិគាត់ហ្នឹងប្រេងហើយសក់ដែលអោតចេញមកហ្នឹងគឺជាប្រភេទសក់វែងហើយមិត្តភ័ក្តិគាត់ហ្នឹងសក់វែងទាំងអស់គ្នាអញ្ចឹងគាត់គិតថាមិត្តភ័ក្តិប្រឡាចណាប៉ុន្តែដល់ពេលអ្វីដែលគាត់ឃើញហ្នឹងដូចថាទាញកចេញមកកាន់តែវែងទៅចេញឡើងរហូតមកដល់ខ្នងដល់ពេលចេញមកត្រឹមខ្នងហ្នឹងបានគាត់ដឹងថាមិនមែនមិត្តភ័ក្តិគាត់ទេអ្វីដែលគាត់ឃើញហ្នឹងដូចថាវាចម្លែកណាវាមិនមែនមនុស្សទេដោយសារតែខ្នងដែលគាត់ឃើញហ្នឹងវាស្លេកហើយវាជាប្រភេទខ្នងមនុស្សស្រីមិនមែនខ្នងមនុស្សប្រុសជាប្រភេទខ្នងមនុស្សស្រីដែលសស្លេកហើយអត់មានពាក់កៅអៅទេហើយគាត់កំពុងតែប្រឹងទាញខ្លួនគាត់ហ្នឹងចេញពីអាប្រឡោះកម្មចរាពីខាងក្រោមហ្នឹងគាត់យកដៃទាញអញ្ចឹងរហូតរុញខ្លួនរុញក្បាលគាត់ចេញមកហើយបងសាលគ្រាន់តែឃើញប៉ុណ្ណឹងគាត់លោតមកហ្មងគាត់អត់មានដើរទេណាលោតពីជាន់ទី2ហ្នឹងមកកម្មចរាអាចន់ក្រោមនេះអាកម្មក្រោមនេះលោតម្លងមនុស្សស្រីម្នាក់ហ្នឹងមកហើយគាត់អត់មានងាកមុខទៅមើលស្រីម្នាក់ហ្នឹងទេណា
បើសិនជាបងសាលងាកទៅប្រកាសជាឃើញមុខស្រីម្នាក់ហ្នឹងតែពេលហ្នឹងគាត់អត់ងាកមើលទេលោតម្លងហើយរស់ស្រែកផ្អើពេញផ្ទះហ្នឹងហើយបានមិត្តភក្តិគាត់ហ្នឹងសួរថៃឃើញអីបានបងសាលហ្នឹងរកចូលដៃច្អល់ទៅកម្មចរាហើយគ្រាន់តែគាត់ច្អល់ប៉ុណ្្នឹងពួកគាត់ទាំង4នាក់ងាកមុខទៅកម្មចរាទាំងអស់គ្នាហើយអាចង្វាក់ដែលពួកគាត់ងាកមុខទៅមើលហ្នឹងគាត់ឃើញមនុស្សស្រីម្នាក់អត់មានស្លៀកសម្លៀកបំពាក់ទេអង្គុយនៅកម្មចរាប៉ុន្តែសភាពគាត់អង្គុយហ្នឹងដូចថាគាត់ជាមនុស្សស្រីម្នាក់ដែលអត់មានកម្លាំងគាត់អង្គុយសឹងតែមិនចង់រួចគាត់យកខ្នងគាត់ហ្នឹងផ្អែកនៅជាងតែអត់មានសម្លៀកបំពាក់ទេទាំងខាងលើនិងខាងក្រោមគឺស្រាតហ្មងប៉ុន្តែគាត់ថាគាត់សក់វែងប៉ុន្តែសក់វែងគាត់ហ្នឹងសក់សើមសក់ដែលត្រូវទឹកសើមឡើងជោកមកហ្មងហើយធ្លាក់គ្របមកលើខ្លួនគាត់ហ្នឹងអញ្ចឹងពួកគាត់ទាំង4នាក់ហ្នឹងមើលអត់ឃើញមុខស្រីម្នាក់ហ្នឹងទេដោយតែសក់វាគ្របមកឲ្យវាជិតអញ្ចឹងណាគាត់ថាវាចេញកន្លែងភ្នែកកន្លែងមាត់កន្លែងអីតិចអញ្ចឹងទៅហើយអំឡុងពេលដែលស្រីម្នាក់ហ្នឹងអង្គុយផ្អែកអញ្ចឹងនៅតាមកម្មចរាហ្នឹងគាត់អង្គុយអត់កម្លាំងមែនប៉ុន្តែគាត់ព្យាយាមលើកដៃចង្អុលគាត់ចង្អុលចង់ឲ្យ4នាក់គាត់ហ្នឹងមើលហើយកន្លែងដែលគាត់ចង្អុលហ្នឹងគឺនៅខាងក្រោមកម្មចរាហ្នឹងឯងប៉ុន្តែពេលហ្នឹងបងសាលជាមួយមិត្តភក្តិគាត់អត់សូវខ្វល់ពីនារីម្នាក់ហ្នឹងទេដូចថាចង់ចង្អុលទៅណាគាត់ថាអ្វីដែលគាត់ឃើញហ្នឹងគឺអញ្ចឹងគឺលើកដៃប្រឹងចង្អុលតែគ្រាន់តែ4នាក់គាត់ឃើញអញ្ចឹងនាំគ្នារត់ហ្មងគ្រាន់តែកន្លែងចង្អុលហ្នឹងគឺទ្រាំលែងបានហើយបើកទ្វារបើកអីហើយរត់ចេញពីផ្ទះហ្នឹងហ្មងរត់ហ្មងអត់មានជិះម៉ូតូអត់មានអីទេរត់ហ្មងចោលម៉ូតូចោលអីនៅក្នុងហ្នឹងសិនរត់ទៅរកកន្លែងដែលភ្លឺរួចហើយអង្គុយឲ្យបាត់ហត់ទាំងអស់គ្នាអញ្ចឹងទៅហើយអាហ្នឹងគឺជាហេតុការណ៍ដែលពួកគាត់ជួបទាំងអស់គ្នាគឺជាលើកដំបូងដែលពួកគាត់ជួបទាំងអស់គ្នាពីមុនមកជួបម្នាក់ឯងតែយប់នេះគឺជួបទាំង4នាក់ដល់ពេលជួបទាំង4នាក់អញ្ចឹងទៅវាច្បាស់ហើយមែនទេវាប្រកាសជាខ្មោចវាមិនមែនមនុស្សទេគ្មានមនុស្សណាមកធ្វើអញ្ចឹងឲ្យយើងឃើញហើយធ្វើអាកប្បកិរិយាដូចចម្លែកអញ្ចឹងណាហើយមួយទៀតបងប្អូនខ្ញុំភ្លេចបញ្ជាក់ស្រីម្នាក់ហ្នឹងនៅពេលដែលគាត់អង្គុយតាមកម្មចរាហ្នឹងខ្លួនគាត់សិតតែឈាមហើយខ្លួនគាត់សិតតែរបួសដូចថាគាត់កោសនឹងកម្មចរាឬមួយក៏គាត់ទៅមានរបួសនឹងអីអត់ដឹងទេណាដោយសារតែពេលដែលគាត់បង្ហាញខ្លួនឲ្យបងសាលឃើញហ្នឹងគឺគាត់ប្រឹងទាញខ្លួនគាត់នេះចេញតាមប្រឡោះកម្មចរាអញ្ចឹងប្រឡោះកម្មចរាបងប្អូនដឹងហើយថាវាតូចហើយខ្លួនមនុស្សតម្រាំតែចេញតាមប្រឡោះកម្មចរានឹងបានតោះតែយើងប្រឹងកកិតខ្នងយើងនេះនឹងកម្មចរាមែនទេអញ្ចឹងតាមខ្លួនតាមអីហ្នឹងវាមិនលបកស្បែកវាមិនរបួសមិនអីអញ្ចឹងពេលហ្នឹងពួកគាត់4នាក់សន្និដ្ឋានបែបហ្នឹងថាខ្លួនម្នាក់ស្រីនោះដែលរបួសដែលមានឈាមមានអីហ្នឹងគឺប្រហែលជាគាត់កុសនឹងកម្មចរាឬក៏គាត់ត្រូវរបួសនឹងអីអានេះយើងអត់ទាន់ច្បាស់ទេតែអ្វីដែលឃើញគឺអញ្ចឹងគឺរន្ធត់មែនតើហើយបច្ចៈទៀតណានៅខាងក្រោមកម្មចរាហ្នឹងគឺគេបិទប្រទេសក្តារពីក្រោមអញ្ចឹងអត់មានអ្នកណាអាចអើតកចេញពីក្រោមកម្មចរាឬមួយក៏លូកដៃរូបអីចេញពីក្រោមកម្មចរាបានទេអ្នកដែលធ្វើបានហ្នឹងគឺមានតែខ្មោចពីព្រោះវាអត់មានប្រឡោះឲ្យយើងចេញមកបានទេអញ្ចឹងហើយបានពួកគាត់ដូចថាច្បាស់ថាអ្វីដែលគាត់ឃើញហ្នឹងគឺខ្មោច 100% ហើយមួយភ័យណាស់មិនដឹងជាធ្វើម៉េចចង់ឲ្យទៅនៅវិញក៏ត្រូវគិតដែរមែនទេថាគួរទៅនៅអត់ហើយបើសិនជាទៅនៅបែបម៉េចធ្វើម៉េចតោះអញ្ចឹងណាចុងពេលនោះបានតាមទាំងគួយភ័យពិភាក្សាគ្នានៅអាកន្លែងភ្លឺហ្នឹងហើយរហូតដល់ស្អែកឡើងបានពួកគាត់ទាំង4នាក់ហ្នឹងទៅវត្តទៅរកលបងដែលគង់នៅវត្តនៅក្បែរផ្ទះគាត់ហ្នឹងបានទៅដល់វត្តទៅបានជម្រាបរឿងរ៉ាវទាំងអស់ជូនទៅលបងហើយដល់ពេលជម្រាបអស់ហើយបានលបងមានសង្កេតការថាមិនអីទេញោមមិនអីទេគាត់គ្មានបំណងអាក្រក់អីទេមិនអីទេអញ្ចឹងគឺលបងមានសង្កេតការមកសាមញ្ញមែនតើមិនអីទេញោមអីទេគាត់គ្មានបំណងអាក្រក់អីទេមិនអីទេហើយបងសាលជាមួយមិត្តភក្តិគាត់ហ្នឹងក៏សុំណាសុំលបងជួយកណាផងកណាខ្លាចកណាឃើញច្បាស់ណាស់យប់មិញមួយឡើងស្លេកអស់ហើយឡើងភ័យអស់ហើយអញ្ចឹងទៅប៉ុន្តែលបងនៅតែមានសង្កេតការបែបសាមញ្ញមិនអីទេញោមអីទេគាត់មិនធ្វើអីញោមទេគាត់ធ្វើអីញោមទេអញ្ចឹងបងសាលគឺប្រាប់មកបែបហ្នឹងមកគឺលបងមានសង្កេតការមកធម្មតាប៉ុន្តែអ្វីដែលពួកគាត់ជួបហ្នឹងគឺមិនធម្មតាអញ្ចឹងដល់ពេលគាត់សុំលបងទៅវិញទៅមកទៅបានលបងធ្វើទឹកមុនឲ្យលបងធ្វើទឹកមុនឲ្យហើយលបងក៏មានយ័ន្តមានអីឲ្យដែរតែជាប្រភេទយ័ន្តដែលលបងចាខ្លួនឯងណាបងចានៅលើយ័ន្តអញ្ចឹងទៅរួចហើយចែកឲ្យពួកគាត់ហ្នឹងម្នាក់មួយស្លឹកអញ្ចឹងទៅហើយលបងណែនាំឲ្យពួកគាត់ហ្នឹងយកទឹកមុនដែលលបងធ្វើយកទៅលាងតាមកម្មចរាហើយលាងឲ្យគ្រប់កម្មដូចថាចាក់មកកម្មលាងអញ្ចឹងទៅហើយធ្វើឲ្យគ្រប់យ៉ាងនឹងប្រសើរអាហ្នឹងអ្វីដែលលបងមានសង្កេតការមកហើយពួកគាត់បានប៉ុណ្្នឹងហើយក៏មកធ្វើតាមអ្វីដែលលបងណែនាំអញ្ចឹងទៅពួកគាត់យកយ័ន្តយកអីហ្នឹងមកបិទតាមមុខបន្ទប់
ហើយយកទឹកមុនទឹកអីហ្នឹងយកលាងតាមកម្មចរាតាមអីតាមអ្វីដែលលបងមានសង្កេតការប្រាប់ចឹងទៅហើយដល់ពេលធ្វើហើយពួកគាត់អត់ដឹងទៅបានផលអត់ទេណាប៉ុន្តែគ្រាន់តែថា4នាក់គាត់ហ្នឹងឈប់ទៅគេងនៅជាន់ក្រោមហើយយប់ឡើងក៏អត់ចង់ចេញពីបន្ទប់ដែរគឺនៅក្នុងបន្ទប់ចង់បត់ជើងតូចបត់ជើងធំអីគឺបត់ឲ្យហើយអាពេលដែលមេឃរៀងភ្លឺដូចថាម៉ោង6ម៉ោង7អីដូចថាមិនសូវអីអញ្ចឹងចង់ធ្វើអីធ្វើឲ្យហើយយប់ឡើងទៅលើគឺទៅលើដល់ថ្នាក់មិត្តភ័ក្ដិគាត់ពេលខ្លះយកកថាមកណូមមកបងប្អូនគិតមើលហើយបងប្អូនកុំឆ្ងល់ពួកគាត់ណាថាហេតុអីមិនចេញពីផ្ទះហ្នឹងហេតុអីមិនទៅនៅកន្លែងផ្សេងគឺពួកគាត់ថាពេលហ្នឹងអត់សូវមានលុយបងសាលគាត់ថាពេលហ្នឹងក្រុមពួកគាត់អត់សូវមានលុយទេហើយការងារដែលគាត់រៀនហ្នឹងគឺត្រូវទិញឧបករណ៍រៀនត្រូវទិញអីច្រើនអញ្ចឹងនៅហ្នឹងវាធូរថ្លៃតែវាខ្មោចលងតែប៉ុណ្ណឹងតែបើថាយើងកុំចោះទៅជាន់ក្រោមគឺអត់មានឃើញអីទេអាហ្នឹងអ្វីដែលបងសាលប្រាប់មកហើយក៏ជាមូលហេតុដែលធ្វើឲ្យគាត់ហ្នឹងទ្រាំនៅផ្ទះហ្នឹងទៅហើយណាមួយគាត់ចង់តេស្តផងគាត់ចង់ដឹងថាទឹកមុនដែលគាត់បានពីវត្តហើយយន់ដែលគាត់បានពីវត្តហ្នឹងដូចថាបានផលអត់បើសិនជាបានផលគាត់មិនស្រួលបងប្អូនគិតមើលបើសិនជាយកមកបិទហើយយកទឹកមុនទឹកអីលាងកម្មចរាហើយលែងមានខ្មោចលែងមានអីឡងអញ្ចឹងគាត់មិនស្រួលគាត់មិនជួលផ្ទះហ្នឹងនៅទៅតម្លៃក៏ធូរនៅក៏ស្រួលទៀតអស់ខ្មោចអស់អីចឹងទៅមិនល្អមែនទេអញ្ចឹងពេលហ្នឹងគាត់ចង់សាក់លបងសិនបន្ទាប់ពីបានយន់បានអីមកហើយហ្នឹងណាប៉ុន្តែបងសាលគាត់ថាក្រោយពេលដែលគាត់យកទឹកមុនទៅលាងហើយយកយន់យកអីមកបិទមុខបន្ទប់ហ្នឹងពួកគាត់4នាក់អត់ចុះទៅក្រៅមែនប៉ុន្តែពួកគាត់តែងតែឮសំឡេងហើយសំឡេងដែលគាត់ឮហ្នឹងគឺសំឡេងដូចមុនអញ្ចឹងសំឡេងដូចមនុស្សស្រោបខ្យល់អ្វីម្យ៉ាងដូចល្វីអញ្ចឹងស្រោបអីម្យ៉ាងមិនដឹងទេហើយសំឡេងមនុស្សស្រីល្ងាល្ងាអញ្ចឹងហើយពេលខ្លះទៀតសំឡេងដើរតាមកម្មចរាតែមិនមែនដើរទេដូចលក្ខណៈទាញឬក៏កោសកម្មចរាដូចគាត់យកដៃយកអីគាត់ហ្នឹងកោសតាមកម្មចរាហើយពេលខ្លះឮសំឡេងមនុស្សស្រីយំនៅតាមកម្មចរាអញ្ចឹងទៅហើយមិនត្រឹមតែឮសំឡេងទេមិត្តភ័ក្ដិគាត់ពេលខ្លះដូចថាភ្លេចខ្លួនណាដូចថាយប់ឡើងឈឺនោមឈឺបត់ជើងធំអីចឹងដូចថាគាត់ភ្លេចខ្លួនគាត់ក៏ដើរមកកម្មចរាហ្នឹងបំរុងនឹងចុះប៉ុន្តែគ្រាន់តែដើរមកកម្មចរាហ្នឹងស្រាប់តែឃើញនារីថ្ងៃមុនហ្នឹងដែលសក់សើមគ្រប់មុខគ្រប់អីហ្នឹងអង្គុយនៅតាមកម្មចរាហើយអង្គុយបាយខ្នងឲ្យពួកគាត់ហើយអត់មានស្លៀកសម្លៀកបំពាក់អីទេអញ្ចឹងពូម៉ាក់បងសាលគ្រាន់តែឃើញអញ្ចឹងគឺឈប់លែងចង់ឈឺនោមលែងចង់អីរត់ចូលមកក្នុងបន្ទប់វិញហើយអញ្ចឹងពួកគាត់ប្រើប្រាស់ជីវិតនៅក្នុងផ្ទះហ្នឹងគឺអញ្ចឹងគឺអត់ចុះទៅក្រោមទេឈឺបាត់ជើងឈឺអីគឺដាក់កថាសិនហើយចាំព្រឹកឡើងចាំយកទៅលាងយកអីចឹងទៅនិយាយទៅអាណិតពួកគាត់ដែរណាតែក៏ទ្រាំហើយលុះរហូតដល់ថ្ងៃមួយដូចថាពួកគាត់តនេពីរៀនណាពួកគាត់ក៏មានកំណត់មួយថាចង់ស្វែងរកអាចកំបាំងនៅក្នុងផ្ទះហ្នឹងគាត់ចង់ដឹងថាមនុស្សស្រីដែលគាត់ឃើញហ្នឹងជាណាគេហើយហេតុអីគាត់នៅក្បែរកម្មចរាហ្នឹងហេតុអីគាត់មកលងមកឲ្យយើងឃើញអីចឹងទៅនិយាយទៅគាត់ចង់ដឹងណាអញ្ចឹងបងសាលជាមួយនឹងមិត្តភ័ក្ដិគាត់ហ្នឹងក៏ចាប់ផ្ដើមរើអីវ៉ាន់ក្នុងផ្ទះហ្នឹងហើយដូចបញ្ជាក់ចឹងពូអ្នកលោកបាយពេលដែលគាត់ចេញគាត់អត់មានយកអីវ៉ាន់ទៅទេគាត់ទៅតែខ្លួនជាមួយនឹងសម្លៀកបំពាក់គាត់ទេតែអីវ៉ាន់ដែលគាត់នៅពីមុនគឺនៅក្នុងផ្ទះហ្នឹងទាំងអស់តែ4នាក់គាត់ដូចថាមិនសូវជារុះរើមិនសូវជាចាប់អារម្មណ៍ប៉ុន្តែថ្ងៃហ្នឹងគាត់ថាតនេពីរៀនគឺឆែកមើលឲ្យអស់តាមតុកតាមទូកលុកកលៀតក្រោមតុកក្រោមក្រែអីហ្នឹងគាត់ចង់ដឹងថាផ្ទះហ្នឹងវាមានអីដែលអាចកំបាំងដែលពួកគាត់អត់ទាន់ដឹងអញ្ចឹងណាប៉ុន្តែពេលដែលពួកគាត់ឆែកទៅវិញទៅមកដូចថាចានឆ្នាំងនៅក្រោមទូដាក់ចានដាក់អីហ្នឹងហើយទូទទួលទូអីសាឡុងកលៀតក្រែកលៀតអីគាត់រកយ៉ាងណាក៏រកអត់ឃើញដែរបងប្អូនដូចថាវាគ្មានអីដែលចម្លែកតែស្រាប់តែមានមិត្តភ័ក្ដិម្នាក់គាត់ស្រែកចេញមកគាត់ថាតិចធុងតកកទៅគាត់ស្រែកមកអញ្ចឹងគាត់ថាតិចធុងតកកទៅហើយដល់ពេលគាត់ស្រែកអញ្ចឹងទៅម្នាក់ដូចថាមើលមុខគ្នាដោយសារតែមនុស្សស្រីដែលគាត់ឃើញហ្នឹងទី1គឺគាត់សក់សើមហើយទី2គឺគាត់ធ្វើខ្លួនដូចល្ងាហើយពួកគាត់ក៏ធ្លាប់ឮសំឡេងល្ងាញ័រដែរអញ្ចឹងដល់ពេលហ្នឹងស្រាប់តែមានសំឡេងមិត្តភ័ក្ដិម្នាក់ស្រែកចេញមកតិចធុងតកកទៅគាត់តែអាសំឡេងហ្នឹងធ្វើឲ្យពួកគាត់គិតហ្មងហើយដល់ពេលពួកគាត់គិតចឹងហើយអត់មានទុកយូរទេនាំគ្នាលើកធុងតកកហ្នឹងយកទៅលក់ហើយអាតាមផ្លូវដែលគាត់ជិះទៅរៀនជាប្រចាំហ្នឹងមានកន្លែងមួយដែលគេទទួលទិញរបស់មកទឹកទទួលទិញអេចាយទិញអីចឹងណាអញ្ចឹងបងសាជាមួយនឹងមិត្តភ័ក្ដិគាត់ហ្នឹងក៏យកអាធុងហ្នឹងទៅលក់នៅកន្លែងមួយហ្នឹងប៉ុន្តែអំឡុងពេលដែលគាត់យកធុងហ្នឹងទៅលក់អីដែលគាត់អ្នកទិញហ្នឹងគាត់ថាគាត់យកធុងហ្នឹងប្រើខ្លួនឯងដោយសារតែធុងហ្នឹងវានៅស្អាតហើយវាធំវាស្រួលដាក់វ៉ាន់ដាក់តកកដាក់អីចឹងហ៎ចឹងគាត់ថាគាត់ទិញទុកប្រើខ្លួនឯងហើយបងសាលបងអីគាត់អត់មាននិយាយអីទេ
ហើយក៏គាត់អត់បានប្រាប់ពីហេតុផលដែលគាត់យកធុងនឹងទៅលក់ដែរណាគាត់ថាគាត់លក់ហើយគាត់ត្រឡប់មកផ្ទះតាមធម្មតាអញ្ចឹងទៅតែពេលដែលលក់ហ្នឹងអត់ទាន់ដឹងទេថាធុងហ្នឹងមានខ្មោចមែនអត់ឬក៏មិនអត់ដឹងទេណាគាត់តែថាអ្វីដែលគាត់យកទៅលក់ហ្នឹងគឺគាត់គិតខ្លួនឯងគាត់គិតថាខ្មោចស្រីម្នាក់ហ្នឹងប្រហែលជាមានអីតាក់ទងនឹងធុងតកកមួយហ្នឹងហើយក្រោយពេលដែលគាត់លក់ធុងមួយហ្នឹងណាបានប្រហែលជា2-3ថ្ងៃស្រាប់តែបានផលបងប្អូនគាត់ថា2-3ថ្ងៃហ្នឹងគាត់អត់មានលឺសំឡេងអីទេអត់មានលឺសំឡេងមនុស្សស្រូបខ្យល់ឬក៏មនុស្សល្ងាឬក៏ស្អីដែលចេញពីកម្មចរាអីហ្នឹងបងសាលគាត់ថាអត់ដែរលឺទេហើយមិត្តភក្តិគាត់3នាក់ទៀតហ្នឹងក៏អត់លឺដែរអញ្ចឹងពេលហ្នឹងពួកគាត់គិតថាប្រហែលជាត្រូវណាប្រហែលជាយើងយករបស់ត្រូវប្រហែលជាវិញ្ញាណស្រីម្នាក់ហ្នឹងនៅក្នុងធុងតកកមួយហ្នឹងតែហ្នឹងអ្វីដែលគិតទេណាហើយស្រាប់តែថ្ងៃមួយជិះទៅរៀនជិះកាត់អាកន្លែងដែលគាត់យកធុងហ្នឹងទៅលក់ស្រាប់តែជិះកាត់ពុបឃើញដែលទិញធុងតកកថ្ងៃមុនហ្នឹងលើកបក់ដៃហៅបងសាលជាមួយនឹងមិត្តភក្តិគាត់3នាក់ទៀតហ្នឹងឲ្យឈប់មហោគាត់បន្តិចចឹងទៅនិយាយទៅបក់ដៃហៅបងសាលទៅហ្មងហើយបងសាលគាត់ឃើញចឹងក៏អែបម៉ូតូទៅខាងហ្នឹងទៅរហូតចតទៅហើយគាត់ទៅពួកគាត់ចតភ្លាមអ្នកទិញធុងតកកថ្ងៃមុនហ្នឹងសួរមកពួកបងសាលភ្លាមគាត់សួរថាធុងតកកដែលបងសាលយកទៅលក់លើកមុនហ្នឹងគឺជាធុងអីគេហើយធុងហ្នឹងបានមកពីណាមានប្រវត្តិមកពីណាពីណីខ្លះចឹងទៅគាត់ចង់ដឹងប៉ុន្តែបងសាលជាមួយមិត្តភក្តិគាត់ថាអត់ដឹងទេគាត់គ្រាន់តែដឹងថាធុងហ្នឹងគឺជាធុងបោះពូអ្នកលក់បាយតែគាត់អត់ដឹងប្រវត្តិទេថាធុងហ្នឹងដាក់អីឬក៏មានរឿងអីពីមុនមកគាត់អត់ដឹងទេហើយគាត់យកមកលក់ហ្នឹងដោយសារតែគាត់ទិញធុងថ្មីហើយធុងហ្នឹងវាធំពេកវាជាផ្ទះវាអីចឹងទៅនិយាយទៅពួកបងសាលគាត់កុហកតែដល់ពេលគាត់និយាយហើយបានអ្នកទិញហ្នឹងគាត់ប្រាប់មកទៅគាត់ថាក្រោយពេលដែលគាត់ទិញធុងហ្នឹងយកទៅប្រើតែគាត់មិនបានប្រើខ្លួនឯងទេគាត់ទិញហើយគាត់យកឲ្យបុគ្គលិកគាត់ប្រើតែអំឡុងពេលដែលបុគ្គលិកគាត់ប្រើហ្នឹងបុគ្គលិកគាត់ថាមានយប់មួយគាត់ឮសំឡេងអ្វីមួយយ៉ាងចេញពីក្នុងធុងតកកមួយហ្នឹងហើយដល់ពេលគាត់ឮសំឡេងអញ្ចឹងគាត់ដើរទៅមើលគាត់បំរុងនឹងបើកមើលប៉ុន្តែគ្រាន់តែគាត់ដើរជិតដល់លេងគាត់ឃើញក្បាលមនុស្សស្រីម្នាក់គាត់បង្ហើបកម៉ូបធុងតកកហ្នឹងរួចហើយគាត់អើតភ្នែកមកមើលបុគ្គលិករបស់ម្នាក់ហ្នឹងបងប្អូនសម័យរូបឃើញមែនទេដូចថាមានក្បាលមនុស្សម្នាក់គាត់យកក្បាលគាត់ហ្នឹងរុញគម្របធុងតកកហើយគាត់អើតភ្នែកមកមើលយើងអញ្ចឹងណាលក្ខណៈអញ្ចឹងហ្មងអាហ្នឹងបងប្អូនអ្វីដែលបុគ្គលិកម្នាក់ហ្នឹងគាត់ឃើញហើយមានបុគ្គលិកខ្លះទៀតឃើញធុងតកកហ្នឹងបើកកម៉ូបចេញមកដោយខ្លួនឯងប៉ុន្តែពេលដែលគាត់ដើរទៅមើលអត់មានឃើញអីក្នុងហ្នឹងទេប៉ុន្តែធុងហ្នឹងមិនបើកកម៉ូបខ្លួនឯងហើយគាត់ក៏បិទកម៉ូបធុងហ្នឹងវិញទៅហើយមានបុគ្គលិកម្នាក់ទៀតគាត់ថាឃើញដៃមនុស្សស្រីម្នាក់លោកចេញពីក្នុងធុងតកកហ្នឹងចេញមកលោកដាក់ចេញមកក្រៅហ្មងត្រឹមកែងដៃហ្មងហើយគាត់ថាឃើញច្បាស់ណាស់ដៃហ្នឹងគឺដៃមនុស្សស្រីដែលសារតែដៃតូចសឡូនអញ្ចឹងណាប៉ុន្តែពេលគាត់ឃើញហ្នឹងបានដៃស្រីម្នាក់ហ្នឹងដូចថាគាត់ទាញចូលទៅក្នុងវិញទៅហើយអាហ្នឹងគឺជាហេតុការណ៍ដែលពួកគាត់ជួបពីធុងតកកមួយហ្នឹងហើយដល់ពេលបងសាគាត់លឺអញ្ចឹងគាត់ក៏ថាមិនដឹងទេអញ្ចឹងទៅនិយាយទៅបងសាក៏អត់ដឹងមែនតែក្រុមបងសាហ្នឹងក៏ខូចដែរដោយថាគាត់គិតថាធុងហ្នឹងមានខ្មោចគាត់យកទៅលក់ឲ្យម្នាក់ហ្នឹងហើយម្នាក់ហ្នឹងគាត់ក៏ឲ្យបុគ្គលិកគាត់ប្រើអញ្ចឹងទៅហើយបុគ្គលិកក៏ជួបខ្មោចគ្រប់គ្នាអញ្ចឹងទៅតែធុងហ្នឹងពេលដែលគាត់និយាយជាមួយម្នាក់ហ្នឹងយកទៅលក់បាត់ហើយណាយកទៅលក់ឲ្យអ្នកណាអ្នកណីបាត់អត់ដឹងទេហើយបងសាជាមួយនឹងមិត្តភក្តិគាត់ហ្នឹងក៏លាម្នាក់ហ្នឹងមកផ្ទះវិញទៅហើយពេលនោះពួកគាត់ណាដូចថាយកចំរបស់ត្រូវអាពេលដែលឆែកផ្ទះហ្នឹងគឺអត់ដឹងទេថារបស់ណាដែលតាក់ទងនឹងខ្មោចស្រីម្នាក់ហ្នឹងហើយខ្មោចស្រីម្នាក់ហ្នឹងមកពីណាគាត់នៅជាមួយនឹងអីនៅណានៅណីអត់ដឹងទេតែកលែកទៅឃើញធុងតកកនៅក្រុមកម្មចរាហ្នឹងក៏យកធុងនឹងទៅលក់ហើយដល់ពេលយកទៅលក់មានហេតុការណ៍បែបហ្នឹងកើតឡើងចំពោះអ្នកដែលទិញអញ្ចឹងពួកគាត់មិនច្បាស់ហ្នឹងមែនទេថា 100% ខ្មោចស្រីដែលគាត់ឃើញហ្នឹងគឺប្រកាសជានៅក្នុងធុងតកកមួយហ្នឹងអញ្ចឹងពេលហ្នឹងណាស់ម្នាក់ណាស់គិតថាផ្ទះលេងមានខ្មោចលេងមានអីណាហើយដល់ពេលទៅដល់ផ្ទះវិញពួកគាត់ទាំង4នាក់ហ្នឹងក៏ដើរបកយ័ន្តចោលយ័ន្តដែលបានពីវត្តដែលលបងជូនលើកមុនហ្នឹងបកហើយយកទៅបោះចោលហ្មងដោយសារតែពេលហ្នឹងពួកគាត់គិតថាលេងមានខ្មោចហើយបើសិនជាលេងមានខ្មោចហើយបិទធ្វើអីទៀតមែនអត់បិទនាំតែព្រឺសបល់ហ្នឹងធម្មតាបន្ទប់មានយ័ន្តនៅពីមុខមិនមែនល្អមើលទេណាបងប្អូនបន្ទប់មានយ័ន្តនៅពីមុខធ្វើឲ្យយើងព្រឺសបល់ដែរណាពេលខ្លះអញ្ចឹងពួកគាត់ក៏បកចោលអញ្ចឹងទៅហើយក៏ប្រើជីវិតធម្មតានៅក្នុងផ្ទះហ្នឹងទៅហើយពេលហ្នឹងយប់ឡើងពួកគាត់ទាំង4នាក់ហ្នឹងក៏យកការងារគំនូរបស់គាត់ហ្នឹងមកគូនៅជាន់ខាងក្រោមនិយាយទៅគេហ៊ានវិញណាគេហ៊ានធ្វើដូចមុនវិញមកគូនៅជាន់ក្រោមអញ្ចឹងទៅហើយងុយគេងថ្មណាក៏ឡើងទៅបន្ទប់ខាងលើគេអញ្ចឹងទៅប៉ុន្តែកន្លងពីអាពេលបកយ័ន្តហ្នឹងតែ3ថ្ងៃទេ
sạp tại giúp mùi nâng á phụ con tặng bồn nè cho mà tròn cào hay nóm khnia cùi cu cùng nấu bỏ phụ con nâng á hay bên nâng giúp hiện trời rồi bà chỉ mong muối tập pi dục sạp tại cho mong pi dục nâng á sạp tại cu cùng nấu sốc sốc phượng te con nè việt đạch đôi thắc cu ngất phụp từ chẳng á hay bên nâng phụ con hiện nhẹ đây nè tại sao tại nâng cứ chỉ cả đạch phượng lược từ bộ con nông te nâng hay đạch trong cả đá chụp tiệt đâu bây giờ tôi bự rồi bỏ bọn tam lông pe đã đạch phượng ngất chân nâng á sạp ta bộ quát lư sầm lên mà nô sấy là nghĩa lư sầm lên hơi quát lư sầm lên nâng á tranh bị cam chả đà hay bà to bị lư sầm lên nâng hói quát lư sầm lên nhà quấy mà giang tê tranh bị bà te chơ nơi cam chả đà nâng á rồi tham miên bị na mà nè tới choan rồi có tới pa rồi có tới có cắt tới ấy nâng á quát lư ét nó cả lái chơ nâng á hay sạp ta ẩm lông pe để lư mà sợ tu nâng á sạp ta phượng te bị phượng một mình ấy đọc về phượng te phượng một mình vậy để con sầm lăng tơ môn kế cứ cam chả đá để sao ta sẽ lấy môn nó bị lư tranh bị cam chả đá chút bây nó còn là miên phượng máu buồn nẹ con nó nghĩa ta cam chả đá môn kế ấy chồng vạ đại con nghĩa ta cam chả đá nó bông xa nó mất phe con tầng óc nia khơi tầng óc nia con tha khơi mà nô sray mà nè có bông ta vía cho pi chon tipi nó tam cam chả đá cho mà cáo ấy con vía cho mau mong con phở đây pi trơn pi con nó vía tam cam chả đá cho màu ấy bóng bốt sầm máy rụp hiếp mưa sray mà nè đại vía cho màu nó khôn con đôi ọt miên cho ăn chẳng khôn con làng tôn đôi cả ngẹ cả ngọ đôi vía tới quên tới sàm á hay con prăng vía cho mà cáo nữa mà đong mà cam hay sọ con veng sọ xa hum hay khôn pran ọt miên sliệt sầm lệ bóng phe ấy thế cứ srat anel vía cho cáo nữa hay buôn nè con pê nó con thắc khơi chẳng hao á sang ta keng chọp nữa nè sang ta rốt mình rối chứ đời xa tà vậy để khơi nó cứ bị xóa bê chứ hay sầm lấy là nghĩa đắng nơi ta lừ hơi hay sray mà đã vía mà đâu mà cam cho cắm bộ con còn là khơi bên nắng rốt bọc trơn cầm nấu để bộ con cu muốn nắng rốt bọc đu là lông bên nhà bên này rồi hay rốt ta cào bê hay rốt ta cả lạnh phư lực môn nè vì thằng nó có bài cả sang có bài ấy nó bị mềm phư miền ấy nó rốt tăng cối cái lạnh nó rồi hay nho phơi thằng óc kia nó nâng từ hạt miền mà tẹo với nhá cứ cây nó cái lạnh nó mỏng nâng cối nó cây nó cái lạnh băng nó là hốt to phừ rồi phơi mà ta mùi để ta thôn dương lực môn thế đó lực môn khơi mà nó say mà nãy nó cối thò mà nà thì bọn ta lực nó khơi vía bao gồm cất mưa rụp hiệp môi nó ra há nữa hay khơi bộ quát buồn nè hình chân thằng óc này bầm bầy hay khơi đôi khơi thằng óc do mà vậy tới á cứ khơi đôi khơi thằng óc đọc bây chân tới bộ quát buồn nè nó than lên nơi tiền năng tiền đây hay còn lên chọn đăng lên chọn lư lên trong sơ pro ắt cầm băng xem nữa đại tha hạt ấy xây mà nè nâng nơi te nâng hạt ấy còn bằng hang khôn bẹp nâng hạt ấy còn nơi tài cả lên cam chả đá hạt ấy chứ á bây nó bộ con lên chọn đằng bộ con giấy kia tha ai lang nữa rơi bán tranh mong từ hay chụp nơi te nâng tiệt hay nám mũi bộ con ở sới khát ấy của màn đi đại sao tại bộ con tới chua te nâng ọt miên cọ lôi cọ ấy thì chứng trong tranh còn mình sơi chỉ khát bằng ấy mà mán á hay bộ con nơi to bán mà khai nè đôi tháp ban bài chỉ chết mà khai tai có tha tranh mau mong từ nơi lên cá đại thòm lên cá đấy nè chẳng đập bên vậy kia hói sai lang nữa mấy plư còn nóm kia trâu từ không tiền năng mà đòn tiền hay trâu từ lớn nắng cứ trâu từ rơi bàn mình men trâu từ nơi tiền đấy nè trâu từ rơi bàn em lông pe để quát rơi bàn rơi cả rơi ấy bọc quạt hào nhá quát có mà rớ trường cu cùng nụ bọc quạt trường chư để cái trò cái đa cầm nu cái cho cu cho ấy không bốn nó trường cầm nu nó chỉ tôi tới quạt đã là cào cam chả đà lông pe nó quạt có tơ chư nó còn cam chả đà từ còn tại lông pe rơ nó miên mật phẹ mà nè quạt sấy tranh máu á đòi quạt sấy tranh máu tha tích miên khmoi khom cam chả đà đằng từ quạt sấy máu nhẫn á sấy bài black cái nè miên hai miên pol ấy thì vậy tới nó khơi cứ sấy máu mong có ta tích miên khmoi cho khom cam chả đà đằng từ hay đọc bong xa cọt lư chẳng cọt sấy chê nó có thấy anh chỉ sấy chẳng này anh bông khai bao ấy sấy ấy chẳng hay mất phép con nó ọt chộp thì lông pe đã rơ nó sấy mau thì ra tích miên khmoi cọp nó khom cam chả đà đằng từ tích khom ớt cờ để dương cho nó miên xạ sọc nó khom đằng từ con gì chẳng không con sấy mau bài lại cái nè sấy lê nhá để sao pe nó pe pra cỏ biệt miên ấy cùi khla chứ hay con sấy chẳng ạ hãy bong xa ban thầm ta sấy chê sấy ấy chẳng từ tái lông pe là con rơ chương cu của nụ nó sao ta miên chương cu cùng nụ muối quạt ở lùm hay quạt ở lùm tới quạt có tập ba nâng tây khang crom này cam chả đào để kịp bật cái đa sợ đào bật không lạ kia nó vì ta lùm bọc bát cam chả đào nữa
ធ្វើឲ្យបាតកម្មចរានឹងវាបែកដោយសារតែអាបាតដែលគេបិទនឹងវាស្ដើងទេហើយដល់ពេលអាលុំអញ្ចឹងទៅវាបែកប៉ុន្តែអាកន្លែងដែលវាបែកហ្នឹងបងប្អូនបងសាលគាត់ដើរទៅមើលស្រាប់តែគាត់ឃើញផ្ទៃខាងក្រោមកម្មចរាវាមានយ័ន្តវាមានកណាត់អីម្យ៉ាងដែលគេចាតូចព្រោះឲ្យវាបិទនៅអាកន្លែងក្រោមផ្ទៃកម្មចរាហ្នឹងហើយឃើញអញ្ចឹងអារម្មណ៍ល្អហើយណាប៉ុន្តែបងសាលជាមួយនឹងមិត្តភក្តិគាត់ទាំងអស់គ្នាហ្នឹងឆ្ងល់យូរហើយគាត់ឆ្ងល់ថាកម្មចរាហ្នឹងជាកម្មចរាឈើហើយហេតុអីបិទក្តារពីក្រោមធ្វើអីហើយមិនទុកឲ្យកម្មចរាហ្នឹងវាលហលហែវវាមានខ្យល់បក់ទៅវិញទៅមកទៅវាមិនល្អវាមិនស្រួលក្នុងការបោះកម្មចរាទៀតមែនទេប៉ុន្តែហេតុអីកម្មចរាហ្នឹងវាបិទប្រទះក្តារពីក្រោមហើយដល់ពេលគាត់ឃើញយ័ន្តឃើញអីនៅខាងក្រោមហ្នឹងទៀតពួកគាត់ក៏ទាញអាក្តារហ្នឹងចេញមកបដ ாய் ដូចថាចង់ដឹងប៉ុន្តែមិនមែនទាញអស់ទេទាញតែអាកន្លែងដែលវាបែកហ្នឹងស្រាប់តែបងសាលគាត់ទាញអាឃ្លុំផ្លាក់គេហ្នឹងចេញមកពេលដែលគាត់ទាញចេញមកមិនមែនឃើញយ័ន្តតែមួយស្លឹកទេឃើញយ័ន្ត 2-3 ស្លឹកបិទតាមអាកម្មចរាហ្នឹងប៉ុន្តែបិទខាងផ្នែកពីក្រោយគាត់បិទតូចចឹងហើយគាត់វាយអាក្តារហ្នឹងផ្អឹបទៅកុំឲ្យគេឃើញលក្ខណៈអញ្ចឹងហើយដល់ពេលបងសាលគាត់ឃើញអញ្ចឹងមានអាមិត្តភ័ក្តិគាត់ម្នាក់ដែលស្រែកមុនហ្នឹងដែលស្រែកថាតិចមានខ្មោចក្រោមកម្មចរាហ្នឹងទៅអាមិត្តភ័ក្តិម្នាក់ហ្នឹងលេងដើរមកដល់បកយ័ន្តនឹងមើលមកបងប្អូនបកមកមើលដូចថាគាត់ឆ្ងល់ថាយ័ន្តនឹងអីគេអញ្ចឹងណាគាត់ដើរមកដល់គាត់បកឆ្វាច់រយគាត់យកមកអានអញ្ចឹងបងហើយបងសាលគាត់ឃើញគាត់ទះក្បាលម្ដាយគាត់ទៅផាច់គាត់ថាថៃហែងអាដឹងថាយ័ន្តនឹងយ័ន្តស្អីហើយមែនឯងបកយកអាមានសួរគេសួរឯងអាមានគិតអីទេមែនបានមិត្តភ័ក្តិគាត់នឹងគាត់ថាគិតអីទៀតយើងលែងនៅឯហ្នឹងបកមើលហ្មងទៅគាត់ទីលឿនអញ្ចឹងហើយគាត់ក៏បកអញ្ចឹងទៅបកសឹងអាគ្រប់យ័ន្តបងប្អូនឃើញ 4-5 យ័ន្តបកមកហ្មងបកឆ្វាច់ឲ្យយកមកអានហើយអានគ្មានដាច់ទេហើយកន្លែងដែលគាត់ឃើញយ័ន្តឃើញអីហ្នឹងបងសាលគាត់សង្កេតមើលមែនតើណាគាត់ថានៅផ្ទៃខាងក្រោមចរាហ្នឹងអាកន្លែងងឹតយើងមើលមិនសូវឃើញណាគាត់ថានៅផ្ទៃខាងក្រោមហ្នឹងមានស្នាមអ្វីមួយយ៉ាងវាបតាក្បែរក្រោមហ្នឹងអានេះបើនិយាយឲ្យស្រួលយល់ណាពេលហ្នឹងបងសាលគាត់គិតថាប្រកាសជាស្នាមឈាមដែលវាខ្ទាតវាប្រឡាក់ទៅតាមជាងតាមកម្មចរាអីហ្នឹងណាប៉ុន្តែគ្រាន់តែថាស្នាមហ្នឹងវាមានការលាងសម្អាតហើយអញ្ចឹងយើងមើលអត់សូវឃើញទេតែគ្រាន់តែថាឈាមវាមិនមែនងាយលាងទេណាបងប្អូនឈាមតែវាជាប់ហើយគឺវាជាប់យូរណាស់ហើយវាមានស្នាមវាមានបតាអីតិចនៅហ្នឹងវាអត់ងាយលាងសម្អាតបាន 100%ទេអញ្ចឹងអាពេលហ្នឹងបងសាលគាត់ឃើញអញ្ចឹងតែក៏អត់ច្បាស់ទេតែគ្រាន់តែចិត្តគាត់គិតថាសង្ស័យតែស្នាមឈាមហើយដល់ពេលមើលឃើញអាស្នាមទាំងអស់ហ្នឹងហើយមើលឃើញយ័ន្តឃើញអីហ្នឹងហើយបកយ័ន្តហ្នឹងចេញមកទៀតដល់ពេលឃើញទាំងអស់ហ្នឹងហើយបងសាលហ្នឹងក៏យកក្តារដែលបិទក្រោមហ្នឹងបិទវិញទៅរហូតជួសជុលអីគេវាយអីគេឲ្យចិត្តវិញអញ្ចឹងណាពីព្រោះអត់ចង់អស់លុយធម្មតាយើងជួតែគេយើងបំផ្លាញទ្រព្យសម្បត្តិគេវាមិនអស់លុយអញ្ចឹងពេលហ្នឹងបងសាលគាត់ធ្វើឲ្យស្អាតវិញធ្វើកុំឲ្យគេមើលដឹងថាវាបែកអញ្ចឹងណាដល់ពេលធ្វើហើយក៏រើឲ្យវ៉ាន់ចេញពីក្នុងផ្ទះហ្នឹងវិញមកហើយក្រោយពេលដែលពួកគាត់ចេញពីផ្ទះហ្នឹងគាត់ក៏ទៅរកបន្ទប់ជួលថ្មីហើយនៅកន្លែងថ្មីហើយអត់ដែលខ្វល់ខ្វាយពីផ្ទះហ្នឹងទៀតទេណានិយាយទៅគឺអត់ចង់ដឹងអត់ចង់លឺអត់ចង់ស៊ើបអីទាំងអស់ប៉ុន្តែកន្លងពីហ្នឹងប្រហែលជាមួយអាទិត្យទៅ10ថ្ងៃស្រាប់តែថ្ងៃមួយពួកគាត់ទាំង4នាក់ហ្នឹងជិះកាត់ផ្ទះមួយហ្នឹងហើយតាមពិតទៅអាបន្ទប់ជួលថ្មីរបស់គាត់ហ្នឹងមិនត្រូវជិះកាត់ផ្លូវហ្នឹងទេណាប៉ុន្តែថ្ងៃហ្នឹងដូចថាគាត់ចង់ធ្វើដំណើរទៅនេះទៅនោះហើយគាត់ជ្រុលជិះកាត់អញ្ចឹងណាដូចថាវាចៃដន្យណាស្រាប់តែគាត់ជិះកាត់ហ្នឹងស្រាប់តែឃើញឡានប៉ូលីសហើយនឹងប្រជាជនជុំវិញហ្នឹងដូចថាគេកំពុងតែផ្អើលមើលអ្វីមួយយ៉ាងនៅក្នុងផ្ទះដែលពួកគាត់ជួលមុនហ្នឹងហើយដល់ពេលពួកគាត់ឃើញអញ្ចឹងមិនចូលមើលដែរចង់ដឹងចង់ឮដែរប៉ុន្តែពេលដែលពួកគាត់ចូលទៅមើលហ្នឹងគេអត់ឲ្យចូលទៅទេប៉ូលីសដូចថាគេដាក់ខាំងគេដាក់អីអត់ឲ្យចូលណាបានតែត្រឹមឈរពីក្រៅលបងហ្នឹងមើលចូលទៅក្នុងហើយមើលចូលទៅក្នុងហ្នឹងក៏អត់ឃើញអីដែរឃើញតែប៉ូលីសឈរនៅខាងមុខផ្ទះឃើញតែអីប៉ុណ្ណឹងទេហើយដល់ពេលគាត់មើលអត់ឃើញអញ្ចឹងទៅបងសាលគាត់ក៏សួរអ្នកចិត្តខាងដែលកំពុងតែឈរមើលដូចគាត់ហ្នឹងគាត់សួរថាមានរឿងអីបងផ្ទះហ្នឹងមានរឿងអីហើយប៉ូលីសមកធ្វើអីចឹងបានអ្នកចិត្តខាងហ្នឹងគាត់ប្រាប់មកទៅគាត់ថាប៉ូលីសកំពុងតែឲ្យឃាតករធ្វើសកម្មភាពឲ្យមើលថាគាត់សម្លាប់មនុស្សបែបណាគាត់ធ្វើសកម្មភាពបែបណាដាក់ជនរងគ្រោះអញ្ចឹងណាអញ្ចឹងបងសាលគ្រាន់តែឮប៉ុណ្ណឹងគឺដឹងហ្នឹងមែនទេគឺយើងយល់ហើយណាថាអូប៉ូលីសកំពុងតែនាំឃាតករមកធ្វើសកម្មភាពដើម្បីធ្វើជាភ័ស្តុតាងធ្វើជាអីផ្សេងអញ្ចឹងណាអញ្ចឹងគ្រាន់តែគាត់ឮប៉ុណ្ណឹងគឺគាត់ដឹងថាក្នុងផ្ទះហ្នឹងធ្លាប់មានមនុស្សស្លាប់អញ្ចឹងពេលហ្នឹងអ្វីដែលគាត់ចង់ដឹងគឺឃាតករហ្នឹងពីណាគេហើយអ្នកណាដែលជាអ្នកស្លាប់នៅក្នុងហ្នឹងហើយស្លាប់តាំងពីពេលណាអីតាំងពីពេលណាពីព្រោះគាត់ទៅតែចេញពីផ្ទះហ្នឹងបានមួយអាទិត្យទេហើយហេតុអីមានប៉ូលីសមានអីមកអញ្ចឹងយើងមិនឆ្ងល់មែនទេប៉ុន្តែឆ្ងល់ក៏បានតែត្រឹមសិនទេដោយសារតែធ្វើអត់បានប៉ូលីសគេអត់ឲ្យចូល
គេដាក់ខាំងគេអត់ឲ្យយើងចូលទៅក្នុងបានណាអញ្ចឹងបានតែត្រឹមឈរមើលពីក្រៅលបងហ្នឹងហើយឈរឡើងមកសន្ទុះដែរណាប្រហែលជាជិតកន្លះម៉ោងបានប៉ូលីសគាត់នាំឃាតករចេញមកក្រៅហើយពេលដែលនាំឃាតករចេញមកក្រៅនឹងហើយបានគាត់ឃើញមុខឃាតករម្នាក់នោះហើយឃាតករម្នាក់នោះបងប្អូនដឹងអ្នកណាអត់គឺពូអ្នកលក់បាយនឹងឯងពូអ្នកលក់បាយដែលហៅពួកគាត់មកជួលផ្ទះតហ្នឹងគឺពូម្នាក់ហ្នឹងគាត់គឺជាឃាតករហើយអ្នកដែលគាត់សម្លាប់ហ្នឹងគឺប្រពន្ធរបស់គាត់សម្លាប់ប្រពន្ធគាត់នៅក្នុងផ្ទះមួយហ្នឹងហើយការសម្លាប់របស់គាត់គឺសាហាវមែនតើអានេះបងសាលមកដឹងពេលក្រោយណាដោយពូអ្នកលក់បាយហ្នឹងគាត់សារភាពទៅប៉ូលីសគាត់ថាគាត់បានរុញប្រពន្ធគាត់ហ្នឹងធ្លាក់ពីលើជាន់ទី2មកធ្លាក់តាមកម្មចរាហ្នឹងហើយប្រពន្ធគាត់ក៏ដួលបោកក្បាលនៅអាកន្លែងកម្មចរានៅជាន់ក្រោមហ្នឹងប៉ុន្តែពេលហ្នឹងប្រពន្ធគាត់អត់ទាន់ស្លាប់ទេហើយពូអ្នកលក់បាយហ្នឹងក៏ចាប់ក្បាលប្រពន្ធគាត់ណាបោកទៅនឹងកម្មចរាហើយបោករហូតតតែបែកឈាមតតែខ្ទាតឈាមខ្ចាយពេញអត់ការ៉ូខ្ចាយពេញជាងនិយាយទៅអាស្នាមឈាមដែលខ្ទាតប្រឡាក់ជាងប្រឡាក់អីដែលបងសាលគាត់ឃើញហ្នឹងបងប្អូនអាស្នាមហ្នឹងគឺជាស្នាមឈាមដែលខ្ទាតចេញពីក្បាលប្រពន្ធគាត់មកគឺពូអ្នកលក់បាយហ្នឹងគាត់បោកក្បាលប្រពន្ធគាត់នៅអាកន្លែងនោះហើយហេតុផលដែលគាត់សម្លាប់ប្រពន្ធគាត់ហ្នឹងគឺដោយសារតែឆ្លោះគ្នាបកែកគ្នារឿងគ្រួសារគាត់ឆ្លោះគ្នានិយាយមិនត្រូវគ្នារឿងលុយកាក់រឿងជាពាក់បំណុលជាពាក់អីហ្នឹងឯងនិយាយទៅរឿងកប៉ិចកប៉ុកទេដែលប្តីប្រពន្ធទូទៅគាត់តែងតែឆ្លោះគ្នាប៉ុន្តែគ្រាន់តែថាពូអ្នកលក់បាយហ្នឹងគាត់រៀងខុសខើបន្តិចគាត់ឆ្លោះគ្នារហូតដល់ថ្នាក់គាត់ជ្រុលដៃសម្លាប់ប្រពន្ធគាត់ណាអានេះខ្ញុំមិនដឹងថាប្រើពាក្យជ្រុលដៃវាសមអត់ទេណាដោយសារតែអ្វីដែលគាត់សារភាពហ្នឹងគឺគាត់តាំងចិត្តសម្លាប់ហ្មងគាត់រុញប្រពន្ធគាត់ពីជាន់ទី2ហ្នឹងអារុញបន្តិចហ្នឹងគ្រាន់តែយើងស្ដាប់មកក៏យើងយល់ហើយថាគាត់ចង់ឲ្យប្រពន្ធគាត់ហ្នឹងធ្លាក់ពីលើកម្មចរាស្លាប់ហើយគាត់ឃើញប្រពន្ធគាត់អត់ទាន់ស្លាប់គាត់ក៏ទៅបោកក្បាលបោកអីហ្នឹងទៅហើយអ្វីដែលវាខូខើនៅពេលដែលប្រពន្ធគាត់ស្លាប់ហើយគាត់បានយកសាកសពប្រពន្ធគាត់ហ្នឹងទៅដាក់នៅក្នុងធុងតកហើយពេលដែលគាត់ដាក់ហ្នឹងគឺគាត់ស្រាតសម្លៀកបំពាក់ឲ្យគាត់ញុកតែសាកសពដែលតទេហ្នឹងចូលទៅក្នុងធុងតកហើយពេលដែលញុកចូលហ្នឹងសាកសពប្រពន្ធគាត់ដូចថាមៀតធំពេកពិបាកនឹងញុកចូលធុងតកមួយហ្នឹងពូអ្នកលក់បាយហ្នឹងគាត់ក៏កាច់ដៃកាច់ជើងប្រពន្ធគាត់ហ្នឹងឡើងវីកកងែកកងក់ដើម្បីញុកចូលទៅក្នុងធុងហ្នឹងឲ្យបានហើយធុងមួយហ្នឹងបងប្អូនដឹងធុងណាអត់ធុងហ្នឹងគឺជាអាធុងក្រហមដែលបងសាលជាមួយនឹងមិត្តភ័ក្តិគាត់ប្រើហ្នឹងដែលគាត់ទិញស្រាទិញអីផឹកឬក៏ទិញបន្លែផ្លែឈើម្ហូបអាហារអីគាត់យកទៅដាក់ក្នុងធុងហ្នឹងហើយដាក់តកដាក់អីប្រើជាប្រចាំហ្នឹងបងប្អូនគឺអាធុងហ្នឹងដែលជាធុងធ្លាប់ដាក់សាកសពប្រពន្ធពូអ្នកលក់បាយពីមុនមកហើយពូអ្នកលក់បាយហ្នឹងដូចថាគាត់គិតអីមិនចាញ់ពេលហ្នឹងគាត់យកសាកសពទៅដាក់ក្នុងធុងសិនដើម្បីកុំឲ្យវាមានក្លិនហើយគាត់ដាក់តកដាក់អីចឹងទៅការពារប៉ុន្តែបានប្រហែលជាមួយថ្ងៃ2ថ្ងៃទេបានគាត់លើកសាកសពប្រពន្ធគាត់ហ្នឹងយកទៅលាក់យកទៅចោលនៅតាមផ្លូវចឹងទៅហើយយកទៅចោលនៅណាអានេះបងសាលគាត់អត់ដឹងទេណាគាត់តែថាហ្នឹងគាត់លើពីគេមកនិយាយទៅប្រពន្ធគាត់ស្លាប់នៅក្នុងផ្ទះមួយហ្នឹងហើយយកសាកសពដាក់ក្នុងធុងតកហើយបន្ទាប់មកបានពូអ្នកលក់បាយហ្នឹងយកសាកសពហ្នឹងទៅលាក់ទៅចោលតាមផ្លូវចឹងទៅហើយក្រោយពេលដែលគាត់យកសាកសពនឹងទៅចោលហើយពូអ្នកលក់បាយហ្នឹងគាត់ក៏ទៅរកគ្រូដើម្បីឲ្យធ្វើពិធីឬមួយក៏ធ្វើយ័ន្តធ្វើអីឲ្យគាត់ដើម្បីយកយ័ន្តហ្នឹងមកសកត់វិញ្ញាណប្រពន្ធគាត់ណានិយាយទៅពូអ្នកលក់បាយប្រហែលជាគាត់ជាមនុស្សដែលជឿទៅលើរឿងខ្មោចជឿទៅលើរឿងវិញ្ញាណអស់ហ្នឹងអញ្ចឹងពេលដែលគាត់សម្លាប់ប្រពន្ធហើយគាត់ទៅរកគ្រូភ្លាមទាំងតែពេលហ្នឹងគាត់អត់ទាន់ជួបខ្មោចលងប្រពន្ធគាត់មិនទាន់មកលងមករកគាត់អីទេប៉ុន្តែគាត់ទៅរកគ្រូមុនដើម្បីឲ្យគ្រូនឹងជួយមុនអញ្ចឹងណាហើយដល់ពេលគាត់ទៅរកគ្រូហើយគាត់បានយ័ន្តគាត់បានអីហ្នឹងគាត់ក៏យកអាយ័ន្តមួយហ្នឹងមកបិទនៅខាងក្រោមកម្មចរាបិទនៅផ្នែកខាងក្រោយហើយបិទហើយបានគាត់បិទប្រទេសក្តារពីក្រោមកម្មចរានឹងមួយទៀតដើម្បីកុំឲ្យគេដឹងថាខាងក្រោមកម្មចរាហ្នឹងវាមានយ័ន្តមានអីចឹងទៅអាហ្នឹងបងប្អូនគឺហេតុផលថាហេតុអីក្រោមកម្មចរាហ្នឹងវាមានយ័ន្តគឺដោយសារពូម្នាក់ហ្នឹងគាត់សកត់វិញ្ញាណប្រពន្ធគាត់នៅក្នុងផ្ទះមួយហ្នឹងដើម្បីកុំឲ្យតាមគាត់បានកុំឲ្យលងគាត់បានអីចឹងទៅហើយនៅពេលដែលគាត់ធ្វើពិធីអស់ហើយគាត់បិទបាំងភ័ស្តុតាងគ្រប់យ៉ាងសូម្បីតែអាស្នាមឈាមស្នាមអីហ្នឹងក៏គាត់លាបថ្នាំលាបអីថ្មីនិយាយទៅគាត់សម្អាតឡើងមកស្អាតកុំឲ្យគេដឹងហើយនៅពេលដែលគាត់សម្អាតភ័ស្តុតាងគ្រប់យ៉ាងអស់ហើយបិទយ័ន្តបិទអីរួចរាល់ទៀតហើយសាកសពប្រពន្ធគាត់ក៏យកទៅបោះចោលយកទៅលាក់ហើយទៀតគាត់ក៏ទៅរើអវ៉ាន់នៅកន្លែងលក់បាយគាត់ជាប្រចាំហ្នឹងហើយគាត់រើហ្នឹងដើម្បីយកមកទុកនៅផ្ទះហើយទុកនៅផ្ទះហើយគាត់នឹងចេញពីហ្នឹងហើយគាត់ឈប់នៅហ្នឹងនិយាយទៅគាត់បដូរទីតាំងបដូរកន្លែងគាត់កុំឲ្យប៉ូលីសចាប់បានអីចឹងណាហើយអាអំឡុងពេលដែលគាត់រើអវ៉ាន់រើអាកន្លែងគាត់លក់បាយហ្នឹងហើយបានបងសាលជាមួយនឹងមិត្តភ័ក្តិគាត់ហ្នឹងមកជួបបងប្អូនចាំបានទេអាពេលដំបង
mình mà chuộc kia nơi cái lạnh lụa bài hay xua pu mà nè nâng tới pu nâng có tha có chụp nơi nắng ngay có tới sáu cái có bắt đầu chip bắt đầu một là bỏ ấy quạt chẳng từ ấy đọcไปcòn vậy hết quạt mình nai nom cầm bóng xa nâng á ôi từ chuột phe to bị quạt phe để quạt tớp ta sầm lấp và pôn môn nâng á cho nói nâng á vì mà phe cái lá kia thòng nâng vậy bóng xa cầm bộ quạt nâng lư chẳng hết có tới chuột phe nâng to từ ấy bây giờ quạt chuột nâng còn miền đằng na thập phe nâng tớp ta miến sao cam mà phép sầm lấp mà nấu hao quạt đằng tê hay nam muối pe là quạt trâu từ nơi nâng quạt có mình ban tới sừng kết mưa là cốm cam chả đá snam chim snam ấy nữa quạt ở ban mưa thế tụ bây chỉ nơi cả lạnh cam chả đá nâng thọp miên snam chim miên ấy bả lạ nở nồng còn tái dương mạch tới cha bà rắm bên này bông bồn hay nam muối snam on nâng ở bên nơi khổm giống như là ngất to thì dương nước ao co từ mưa vô phượng vô pơ trăng á bàn mưa khơi hay tam bắt tới cả lạnh nâng á pu nâng quạt sầm ạt hay oi quạt liệp tham liệp ấy mà sạt còn tái chỉ tụ tới cả lạnh để thọp miên sạc cam mà phép ấy mà dáng dương phi diêm sầm át phi diêm ấy cả đòi còn nơi ta miên sạ snam anh tinh tôi bả lạ nâng đây mày nè còn thấy dương ở chạp rầm chẳng bộ quạt nâng có chua nó không thể nâng lặng chất mặc hài hãy bàn chụp mồi lông chụp hai cá đôi để nhom dày nâng từ hãy bông xa cho mùi nâng mất phẹ quạt tầng bồn nẹ nâng á đọc với lưu đầm nâng nâng hoi hua chất mình nè cứ quạt nâng man mình đó là thả phẹ để quạt trôi từ nơi nâng miên mà nụ slap hay slap mình du thì pi bay ngay một nâng ấy hay cá slap bẹp xả hai mình nè nhọc sạ sọp châu thông cọ châu ấy chẳng có bông bồn cất mưa bà dương chỉ cầm bông sao với bà cọt chìa hô chết đó mày nè hay bà cọt chìa phư rồi bỏ pê cao nhá đôi thả pê nấu lưu sầm lên sray dung lưu sầm lên mà nó sray là nghe ấy xem nó cứ biết phép mau bộ quạt đợi ai ai mong mình trong bách từ xua pu này lộ bài đập to lấy nè còn ta lưu tam kê vậy ấy nó cứ đần mong tha sầm lên để bộ quạt lưu hay mau mà nó sray đài bằng hai khuôn ai quạt khơi ọt miên sầm liệp bằng pẹ ấy nâng ai cứ bọc pôn bò pu nè lộ bài hay à vậy để vi chia phi nè há cứ pu nè lộ bài quạt mà bọc côn khuôn ao bể để khuôn ai quạt đào châu tao bọc bể hay quạt xa đập hiệp mong ta quạt sầm lạp bọc pôn quạt đang để bể mình toan đằng rương thế nè hay còn mình toan ro khơi xạ sọp mình toan ấy đài vậy tới bà sân chỉ pu mà nè nâng quạt ọt toan xa đập hiệp có không miên nè ná tới chạp quạt đài đời xa ta kia ọt toan khơi xạ sọp thế tại pu nè lộ bài nâng tơ xa đập hiệp mong hay hai Paul để quát tơ xa đập hiệp á cứ đời xa tại bọc pôn quát nâng tơ ro quát tha dục là hơn bọc pôn quát tơ sế tơ lông quát tơ cùng riêng quát tơ đi tha chong pia quát chẳng á trong pu nè lộ bài nâng quát tha quát nợ ạt cao đập với quát nợ ạt cao chẳng tới quát cô mau xa đập hiệp để khuôn ai hãy ban quản lý vô quát nâng mau thưa sa cam đập hiệp xem đối để nhung vậy chẳng ấy đập bên vậy đó cho nói nâng bông vôn trăm bà nè pê đại bông xa chỉ mùi nâng mất phẹ quát trô tờ cam cam chả đá rồi hãy bác bát cam chả đá khơi giòn khơi ấy hãy mật phẹ quạt nâng mình tiền giòn nâng tranh nâng bông vốn chả nói nâng đại nhung kịch tha ca tiền giòn tranh nâng cứ chỉ ca đo lên vị nhiên sợi mà nóng ở miền sợi phiếp đời sau tập pu nè lộ bái quạt khum khen vị nhiên và pôn quạt đợi prao giòn tự bật nâng cam chả đá còn tay mật phẹ bông xa đấy tự bỏ giòn nâng tranh hay còn đã bỏ giòn nâng tranh hay rư ở bán tranh bịp te nâng ta má tất tề sắp ta lư đầm nâng tháp lê chập bàn khi ta có nó cứ pu nè lộ bài nâng ai hay pu nè lộ bài nó có ban xa rập hiệp tiệt có tha có nợ cá để sao ta pôn có tờ tam pôn có tờ long có ấy chẳng tay nhưng cho nói nâng đã thua nhung kịch tha ca ta bỏ giòn nâng hói cứ chỉ ca chui vị nhiên say mà nè nâng áo tờ ro ở đây có khơi áo tờ ro khi ta có khơi nhá ta nếu nhung kịch luôn ai nhá nào mong muốn á để sao ta bóng sao có đọt bàn phải chạy cho nói nâng thế hay quạt có mình bán kết đài tham mật phẹ quạt nắng chui vị nhiên sợi mà nè nông á còn tay còn đã thay nhom sạp rừng màu trao hay nhom lư hạt cà nắng nhom cổ miên cùng nết bài nắng á nhom cần tham mật phẹ quạt nắng hói đại tới chui vô ca là bự đáy bỏ quạt bỏ giòn nắng màu mưa nắng á nắng hói cứ chui ở sợi mà nè nắng á từ đó khi ta có khởi hay cài máu bụ quạt cọt miên chụp hạt cà rồi thốt ấy thiệt đài đôi tha tăng bị từ nơi cái lạnh xi từ chụp tập xi nơi nắng bị nhiên sợi mà nè nắng cổ ọt từ bằng hai kilo này bụ quạt khơi rồi còn mà lơ mà ấy cứ ọt miên thiệt đài còn té bong xa chỉ mùi nồng mật phẹ con nữa á cậu bán từ châu rúm bị thịt bón nơi phe nông đài đợi nơi phe nông ở nơi phe đài cây chắp khi ta có bàn hỏi chắp pu nè lộ bài ta cắt tô tam chỗ áp chân tới khang mà cha te con nó có rệp trong bị thịt bón hay thua bị thi bị chun bị nhiên sợi mà nè nó ao ta căn sau có thể hộp ấy chẳng á em lông phe đại thua bị thi nữa á bong xa chỉ mùi nồng mật phẹ con bay nè tiết có từ châu rúm bị thi mùi nồng đài rồi có tranh ta bên pra chỉ vật thom nà còn tới bong xa chỉ mùi mật phẹ quát á quát thá cào pe để quát tranh bị lại nâng tranh bị áp te đại mọi lố nữa quát thá chỉ vật bao phụ quát tầng buôn nè và sao lang mình tên
đôi vị nhiên sợi mà nè nâng tam chui quạt rư môi của mấy anh dương ở đằng ấy nè còn là tháp phụ quạt ní cứ chốt chay mình tàn riêng có chốt chay ban ca nghe là o tăng óc nè hay miền tây khá phụ quạt trong sông ca nghe rư có sông ấy chứ ạ bồng xa mất phẹ quạt đấy nâng tay tàn nấc từ đó nề đi mà nè không ạ hay quạt mua thế quạt còn tàn nấc khư nhá quạt nấc từ đó nề đi mà nè nâng tới hay quạt sông có ta quạt sông ca nghe mỗi ni và sân chỉ ban men chậm quạt vừa bon vừa ao chẳng ạ hay quạt thảo lông pe nó quá quạt sông lược na có bàn đây đôi người đi mà nè nông mà son côn quạt rồi môi còn mấy anh ấy dương mình đắng ấy nè rồi môi còn bố quạt đi theo sầm nang để có luôn ai rồi môi còn mấy anh ấy có năng ngày ở cho bà đài còn là tha nắng ở rong bộ quạt á quạt cực tha này mà nè nông mà tam chui bộ quạt tại tam chui tao mà ra dạ thì khỏi khỏi máu cổ xong ấy cả lấy bàn vậy tới bàn tao mà chào giống á nè hãy bà sân chỉ dương vậy tao đo thùng tao cọ thùng đài bông xa cho mùi nồng mật phẹ con do từ lụa rồi hỏi không mọi từ lâu nè cả lại con lụa nữa cho nói nước nhung còn mình chấp ba đấy na bồng bồn thà hạt ấy vị nhiên sợi mà nè nấng quạt từ bằng hàng luôn nơi thùng từ cọ mùi nồng hay quạt bằng hàng luôn oi bọc lực y nè lộ ép chai đúng không khơi nước nhung cọ cho ba đấy na và ta bờ tam nhung kết và hai chị này đi mà nè nấng quạt đằng tha xạ sập quạt nơi khung thùng từ cọ mùi nồng đời xa tại pu nè lộ bài nó nhọc quạt trâu từ khung thùng mùi nồng hay đọc bây chẳng tới dương do thùng nâng từ lúa quạt có bằng hang luôn nó không thùng mùi nâng chẳng á vậy tôi có trong ấy cái khơi nhá thà nhom nó không thùng mùi nâng chui nhom phong ấy chẳng tới vì bố vị nhiên bóng bồn đang ấy quạt cứ chỉ chặt mùi chẳng á quạt cứ chỉ thiệt ấy mùi chẳng tới còn là quạt cất á vị nhiên quạt nó họ từ đó nó bạt hỏi giúp bây nó con ai nâng cất thảo vị nhiên quạt nó không thùng chẳng còn là quạt cất bẹp nó vị nhiên bao quạt vụp trô từ không thùng từ cọ nó bạt hỏi nhưng nè đại quạt khơi đầy khơi ấy đây có ba trên một mưa tam thùng từ cọ ấy nữa năng hơi cứ đời xa thì có trong prap thà quạt slap nó không thùng mới nâng hay trong ở cây chui giống na tại bà hai chỉ còn về ở bàn hay quạt mình trâm tại bà hai luôn nó thùng nâng thế quạt mau bà hai luôn nó không tè tiệt tè để quạt slap nữa hay cả bà hai luôn bao quạt cứ nơi tại tam cam chả đá nữa đời xa thì quạt slap nơi cam chả đá mùi nâng hay cả bằng hai luôn bao quạt từ bốn mình còn cùi nó cam chả đá hay còn cùi hay quạt do đai cho all có cho từ khóm cam chả đá hà khóm cam chả đá nó cứ thông từ cọ nó ngày giúp bà hai gì có trong prap á thay nhom slap nơi nâng kỳ nhọc nhom trâu từ không thông từ cọ ấy chứ á còn tay con dẻ ban đọc về con dẻ ban con ban ta thấm cùi cầm láng hay lướt đáy tích á hay với nông bóng xa cho mỗi nông mất phẹ cót miên từ khoa hướng cho hướng ấy còn là khơi những cứ nông kia rất liền nó ngang bốn cứ hạt phò mùi những cái ta quạt trong prap dương tại quạt prap bắt bàn hay bỏ hạt ca mùi tiết lại được quạt vi cho pi chọn thì pi nữa vi tam cam chả đá đợi pra đai pi chương pi chốt nông cứ phứ rồi bol mình tên còn tất cả vi bỏ quạt cứ quạt đôi chiều bạn đầy bạn trường quạt đôi chỉ ăn bên chợ quạt đôi tôn cả nghệ cả ngọ bạn xuôi bạn sam cho nói nước nhung cất hà đời xa tại pu này lộ bài nữa nhọc xạ sọc quạt trâu từ không thông từ cọ cái quạt nhọc quạt bàn nó đối với quạt nhọc quạt bán quạt mình phẳng cách đây cách trường và pôn quạt còn cách đó bạn thích tí ó tới bạn nhọc cho từ không thông mùi được bạn ta nếu vậy này giống cái đấy nè nhưng hai bạn p để con bằng hàng clone ơi cầm bằng xa khơi nắng có đối đáy trường tôn á đối bạn đây bạn trường cứ đời xa chân đời xa pu này lộ bài đúng không ạ cách chẳng bao quạt ở bạn chân từ vậy tôi cứ ở nát đây mà nè nông mình tên con slap đổi với tình ý á còn đá bằng xa con thà nè chất khang mà đông nắng á cái kịch bài mặt này tiệt nè khác cái ọt ở nát khang và pôn thì đời xa tại cái thang trẻ ở đây một pôn pi nè nắng á xa chlu khnia mình tên hay khang vào pôn á bị chlu mà đong á chơi ở đây chơi pu nè lộ bài nó á chơi ở cọ nè hay pu nè lộ bài nó có chỉ mà nó slow có đã sâu chỉ to mót đã sâu chỉ ấy thì tụi bây chỉ có chlu khnia chỉ mỗi một pôn quát có quát mình đai vay mình đai pram bơi hướng xa ai đài còn tới sạp tại lược nó á cái đăng bỏ ở miền tháp pu nè lộ bài nó sầm lạp vào pôn clone ai nhá nè chật khang đầm bón nó cái nhạp ao mình tên đời xa tại khó biểu vậy đại cái khơi nhẫn á đôi thằng cái khơi pu mà nè nắng slow thì sập hiệp thì hay bộ pôn chơi ấy ắt sâu hiện tò mọt còn ta dẹp ta ngày mùi nắng linh lướt đây sầm lạp bộ pôn ấy sầm lạp ra hai mình tên bọc có bảo bọc ấy nơi cam chả đá chả cho nói nắng á đại nè phun pe khác còn cận mập này tiệt còn thà và hai chỉ khang sợi nắng chơi vào đây hô hai pe chẳng hỏi bản vào đây đôi thằng còn tục mình bán á pu nè lộ bài đôi thằng còn trom á thong mà đá mà nấu dương ông vốn vì miền cầm rật mùi cầm rật khung ca ọt một á bà sân chỉ dương thua hô hai dương chê quạt khlang pe deal quạt khlang pe khác quạt có tục mình chọp đây mày này và thà nếu nhóm mình căn chương pu nè lộ bài á mình ta căn chương ấy quạt nâng từ sầm lạp bọc pôn quạt đi còn là nhóm trong và vô tha mà nấu dương cứ miền limit miền phep ọt một mùi đại ai từ tôi dọ bán á
ប៉ុន្តែបើសិនជាយើងជួបអ្វីដែលវាហួសហេតុវាលើសអាយុដែលកើតហេតុហ្នឹងមិនដឹងជាប្រពន្ធពូលក់បាយហ្នឹងជេរអីគាត់ទេឬក៏ធ្វើអីគាត់ក៏យើងអត់ដឹងដែរដោយសារតែយើងអត់នៅក្នុងហេតុការណ៍តែគ្រាន់តែថាជឿទៅមិនដែលពូម៉ូតូដប់ហ្នឹងគាត់សុកគាត់ទៅសម្លាប់ប្រពន្ធទេវាអាចនឹងមានរឿងអីមួយយ៉ាងអញ្ចឹងណាអាចនឹងប្រពន្ធគាត់ជេរគាត់ឬមួយក៏ deal គាត់មើងងាយគាត់អីចឹងទៅគាត់ទប់មិនជាប់គាត់ក៏សម្លាប់ប្រពន្ធគាត់ទៅតែអានេះមុំមួយផ្នែកទៀតទេណាបងប្អូនអ្នកចិត្តខាងគាត់ឃើញបែបហ្នឹងតែក៏ហ្នឹងយ៉ាងណាក៏ដោយក៏ពូអ្នកលក់បាយហ្នឹងគាត់ធ្វើខុសហើយគាត់សម្លាប់មនុស្សគាត់ក៏ត្រូវទទួលទោសតាមច្បាប់ចឹងទៅហើយហ្នឹងបងប្អូនគឺរឿងរ៉ាវទាំងអស់ដែលបងសាលជាមួយនឹងមិត្តភ័ក្តិគាត់ទៅជួបនៅក្នុងផ្ទះជួលមួយខ្នងហ្នឹងដែលជួលតពីពូលក់បាយហ្នឹងឯងអូខេចឹងរឿងរ៉ាវទាំងអស់មានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនណាដែលស្ដាប់រឿងនេះចប់ហើយមិនទាន់ចុច like subscribe ឬក៏ចុចសញ្ញាកណ្ដឹងឲ្យ channel ដំណើរទេកុំភ្លេចជួយចុចឲ្យដំណើរម្នាក់មួយផងហើយអរគុណច្រើនដែលស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅដំណើរខ្មោចក្រោយៗទៀតបាយបាយ